ភាគទី1ក្មេងស្រីម្នាក់ឈ្មោះថា Kaede នាងបានត្រូវមិត្តភក្តិរបស់នាងដែលមានឈ្មោះថា Risa ប្រពោះទិញហើយលេងហ្គេមអនឡាញមួយដែលមានឈ្មោះថា New World វាជាហ្គេមបែប VR MMO បើមានប្អូនណាមើល Kirito ហើយប្រកាសជាយល់ហើយ New World Online គឺជាហ្គេមដែលល្បីឈ្មោះនៅប្រទេសជប៉ុនមួយហើយមានរាប់ម៉ឺនអ្នកនៅលើពិភពលោកកំពុងតែលេងប៉ុន្តែតួស្រីរបស់យើងតាំងពីតូចមកមិនដែលលេងហ្គេមផងអញ្ចឹងហើយនឹងចេញបោក Risa ឲ្យទិញហ្គេមមកលេងទៀតជឿហ្មងតែបានជ្រុលជាទិញហើយចឹងមានតែលេងហើយមិនដឹងធ្វើអ្វីទៀតទេនៅពេលចូលដល់ហ្គេម New World Online នាងត្រូវធ្វើការងារដំបូងគេបង្អស់នៅពេលមុននឹងចូលហ្គេមនរណាគេក៏ធ្វើដែរនោះគឺដាក់ឈ្មោះក្រោយពេលគិតគូរទៅវិញទៅមកជាច្រើនដងដូច្នេះនាងក៏សម្រេចចិត្តថាដាក់ឈ្មោះថា Map Hall ដើម្បីចាប់ផ្ដើមការសងព្រេងរបស់នាងនៅក្នុង World មួយនេះដល់ពេលរើសអាវុធមួយយាយប៉ែកនេះខ្លាចឈឺដូច្នេះនាងក៏សម្រេចចិត្តថានឹងយកខ្សៀលប៉ុន្តែប៉ុណ្ណោះគេឲ្យ100បន្ទុកដើម្បីបូកយកមុខវិជ្ជាផ្សេងប៉ុន្តែនាងម្នាក់នេះខ្លាចឈឺពេកដូច្នេះក៏បូកយក defense ទាំងអស់លើដូចខុសមិនទេក្រៅពេលដាក់ឈ្មោះនឹងជឿរើអាវុធហើយនាងក៏បានគេយកចូលក្នុងហ្គេមមានបន្ទុកប៉ុន្មានព្រមយកល្បឿនលឿនទេយកសរការពីឥឡូវមើលដើរដាកវាចឹងម៉ាក់ហ្នឹងទៅហ្វាមវិញ្ញាណបើត្រូវវិញ្ញាណវ័យហ្នឹងហត់មិនទេនិយាយមែននៅពេលនោះដែរនាងក៏បានចែកដនជួបក្មេងស្រីម្នាក់នារីម្នាក់នេះឈ្មោះថា Frederica នាងគឺជាជើងខ្លាំងមួយក្នុងចំណោមអ្នកខ្លាំងនៅក្នុងហ្គេមមួយនេះ Map Hall របស់យើងបានសួរពីកន្លែងដើម្បីទៅ farm level ហើយបាននារីម្នាក់នេះចង់អល់ផ្លូវឲ្យពេលទៅដល់កន្លែងនោះ Map Hall របស់យើងបានត្រូវទន្សាយដ៏គួរឲ្យស្រឡាញ់មួយវាយប្រហារប៉ុន្តែមកពីយាយប៉ែកនេះតាមពេកដូច្នេះអាទន្សាយនឹងវាយធ្លាក់ឈាមយាយប៉ែកនេះសោះដូច្នេះនេះក៏បានចំណាយពេលអស់1ម៉ោងជាងដើម្បីលេងមើលទន្សាយមួយនោះមិនតែប៉ុណ្ណោះនាងរៀនបានវិជ្ជាពិសេសនោះគឺជាការគុណពីបន្ទុកការពាររបស់នាងឡើងមកមើលទៅ farm សัตว์ដល់ពេលសัตว์ងាប់នាងសេកឡូឡាពេញនឹងមើលក៏ធុញនឹងនិយាយមិនទៀតនៅពេលនោះនាងក៏បានចែកដនសម្រាប់បានឃ្មុំមួយដែលអាសត្វមនុស្សបានធ្វើធ្លាក់អញ្ជៀនមួយចេញមកតែចិញ្ចៀននេះមានសមត្ថភាពវានឹងឡើងឈាម 10% នៅក្នុងរយៈពេល10នាទីហើយនៅតាមសៀគុណ2រកបន្ទុករបស់នាងឡើងមកទៀតដូច្នេះបន្ទុកការពាររបស់នាងឡើងទៅដល់616បន្ទុកជាមួយនឹងបន្ទុកនេះនាងក៏បានជឿជាក់ដេកកដាផ្លូវនៅពេលដែល Map Hall របស់យើងកំពុងតែគេងពួកបិសាចបានរោមព័ទ្ធជំវិញដើម្បីវាយនាងប៉ុន្តែមកពីនាងតាមពេកដូច្នេះអត់ដឹងអ្វីទាំងអស់ក្រោយពេលភ្ញាក់ឡើងនាងក៏បានសម្លាប់អស់សត្វទាំងអស់នោះនាងក៏បានរៀន Master 2ទៀតគឺតាក់ទាញសត្វមករកនាងជាមួយនឹង skill ឡើងឈាមស្អែកឡើងនៅពេលដែលចូលហ្គេមនាងបានជួបនឹងបងប្រុសម្នាក់មានឈ្មោះថា Kuromu នាងឃើញរនាំងរបស់បងប្រុសនោះស្អាតពេកដូច្នេះនាងក៏បានសួរថាធ្វើយ៉ាងម៉េចទើបមានរនាំងល្អទៅនាងក៏បានបងម្នាក់នោះនាំទៅកន្លែងទិញអាវុធទីនេះគឺជាហាងលក់អាវុធរបស់បង EZ តែក្នុងខ្លួនរបស់ Map Hall មានតែ3000ប៉ុណ្ណោះឃើញដូច្នេះបង EZ យើងក៏បានចូលកន្លែង farm មួយនោះគឺជាលអាងរបស់នាងមានពឹសប៉ុន្តែមានអាគេពហិញយាប៉ែកនឹង F friend អត់នាងហៅទៅម្នាក់ឯងឃើញដូច្នេះបង Kuromu យើងក៏បាន F friend នាងក៏នៅឲ្យកន្លោឡើងឈាម2 3ទៀតដើម្បីធ្វើជាអំណោយជក់មុខលើដំបូងនៅលើផ្លូវចូលក្នុងលអាងនាងបានត្រូវស្លាមវាយប្រហារញាប៉ែកនេះកាប់ចិត្តងាប់ប៉ុន្តែពួកវាអាបាត់ឈាមផងនោះចុងក្រោយញាប៉ែកនេះមានតែវិធីមួយតែប៉ុណ្ណោះគឺយកសៀរដើម្បីសង្កត់ឲ្យងាប់ពួកនោះពេលទៅដល់ទ្វារចុងក្រោយរបស់លអាងនាងក៏បានជួប boss នៅទីនេះវាគឺជានាគពឹស Hydra នាគមួយក្បាលនេះមានក្បាលតតែ3ពឹសរបស់នាងក៏ធ្វើឲ្យឈាមរបស់បង Map Hall យើងធ្លាក់ចុះមិនចេះឈប់តែបើតែមានបន្ទុក defense ខ្ពស់មែនប៉ុន្តែវាគ្មានផលប្រយោជន៍ចំពោះថ្នាំពុលនោះទេសំណាងតែមានកន្លោឡើងឈាមរបស់បង Kuromu ឲ្យមុននឹងដូច្នេះវាប៉ែកនេះសម្រាប់ចិត្តថាឈរស្ងៀមដើម្បីឡើងឈាមឲ្យពួកនាងនោះវាយរហូតដោយទទួលត្រូវពឹសរហូតដូច្នេះវិជាបង្ក្រាបពឹសក្នុងខ្លួនរបស់នាងក៏បានឡើងមួយកម្រិតទៀតប៉ុន្តែ Map Hall យើងនៅតែចង់ដឹងថារវាងនាងជាមួយនាគអាមួយណាខ្លាំងជាងដូច្នេះវិជាបង្ក្រាបពឹសរបស់នាងក៏បានឡើងមួយកម្រិតឡើងខ្ពស់បំផុតនៅខ្លាចគឺជាមិនអាចត្រូវពឹសបានទៀតទេប៉ុន្តែទោះតែមិនអាចត្រូវពឹសបានទៀតប៉ុន្តែនិយាយប៉ែកនឹងវាយរីអេសឲ្យអានាគនឹងចឹងអស់វិធីនាងក៏បានដូរមកពីវាយទៅខំវិញខំពីជើងឡើងដៃហើយញ៉ាំសាច់របស់គេទៀតឯងធំប៉ុណ្ណាញ៉ាំគុំតែអស់ហើយដូច្នេះចំណាយពេលមួយសំទូនាងក៏អាចសម្លាប់បាននាគមួយនេះដូច្នេះនាងក៏បាន skill មួយទៀតដែលមានឈ្មោះថា Hydra ក្រៅពីមិនអាចត្រូវពឹសនាងអាចខ្ជាក់ពឹសចេញមកទៀតហើយឥឡូវនាងគឺ level 18រស់បន្ទុកបានមកពីការឡើង level នាងបូកចូល defense ទាំងអស់សូម្បីតែ item super rare ដែលមានតម្លៃបំផុតក៏បានមកលើដៃរបស់នាងដែរ CF ពណ៌ខ្មៅយ៉ាងខួរឲ្យស្អាតបានទៅលើដៃរបស់នាងនៅពេលដែល Ironia នេះខូចវានឹងខ្លាំងជាងមុនហើយនឹងត្រឡប់មករូនាងដើមរបស់វានិយាយរួមទៅគឺអាសៀនេះមិនអាចបំផ្លាញវាបាននោះទេដូច្នេះនាងក៏បានលុកអាចចេញពី game ចេញទៅខល Risa ដើម្បីវួរចូលលេងជាមួយគ្នាប៉ុន្តែ Risa យើងចិត្តដល់ពេលប្រឡងដូច្នេះនាងនឹងចូលក្រោយនិយាយឲ្យក៏ដោយ Risa គឺជា gamer លេខ1នៅប្រទេសជប៉ុនដូច្នោះនាងតឲ្យតួស្រីរបស់យើងលេងមុនប្រហែលថ្ងៃទៅភាគទី2ក្រៅពេលមាន skill តាក់ទាញបិសាចដូច្នេះនាងក៏អាចងាយស្រួលក្នុងការ farm ជាមុនមិនត្រឹមតែ farm បិសាចនោះទេនៅពេលដែលសម្រាប់ហើយនាងស៊ីសាច់របស់ពួកវាទៀតដូច្នេះនាងក៏រៀនមក skill ថ្មីធ្វើឲ្យ skill របស់នាងកាន់តែសាហាវជាងមុននៅពេលដែលក៏មាន event មួយដែលមានឈ្មោះថា Battle Royale មានលក្ខណៈដូច PUBG យ៉ាងបងប្អូនគេនឹងបានវាយគ្នាទៅវិញទៅមកពេញនឹងបើសម្រាប់ដៃគូប្រកួតកាន់តែច្រើន rank កាន់តែខ្ពស់អ្នកដែលស្លាប់ក្នុង game នេះនឹងបានបញ្ជូនទៅដល់កន្លែងប្រកួតសាកដើមហើយនឹងត្រូវចម្រុះចេញពី event មួយនេះ Map Hall ជាមួយនឹង player ផ្សេងទៀតបានបញ្ជូនទៅដល់កន្លែងប្រកួតប៉ុន្
តែមកពីនេះមិនអាចរត់លឿនបានដូច្នេះនេះមានតែអង្គុយមកកន្លែងដើម្បីចាំដៃគូប្រកួតមករកនាងតែប៉ុណ្ណោះដូច្នេះក៏មានដៃគូប្រកួតជាច្រើនដើម្បីមករកនាងប្រកួតប៉ុន្តែសិតត្រូវសៀបីសាយរបស់នាងស្រូបយកទាំងអស់បន្ទាប់មកនាងក៏បានប្រាស្គីពឹកនេះតែស្គីនេះបានបាញ់ពឹសទៅជុំវិញធ្វើឲ្យងាប់ player ជាច្រើនអ្នកទៀតហើយមកយេប៉ែលេងនេះហិចម៉េះម្នាក់ឯងវាយទាំងអស់មកហើយបន្ទាប់មកដូរ៉ាសូក៏បានមកប្រកាសនាងដឹងថានាងកំពុងតែជាប់លេខ3ក្នុង event មួយនេះដែល player មួយឈ្មោះ Thread កំពុងតែជាប់លេខ2ហើយ player លេខ1មានឈ្មោះថា Pene អ្នកខ្លាំងលេខ1ដែលកំពុងតែឈរ top 1 server នៅខាងក្រៅវិញរីសាពិតជាញាក់វាយ៉ាងណាស់ចំពោះមីយាយប៉ែតួស្រីរបស់យើងតើតលេងប្រហែលថ្ងៃសោះចូល event លេងដល់ដំបូងបានលេខ3បាត់ទៅហើយដូច្នេះរីសាសម្រាប់ចិត្តថានឹងចូល game លេងជាមួយនឹងនាងដែលរីសាយើងជឿរក hero កាន់សៀដើម្បីកិច្ច skill ហើយនាងដាក់ឈ្មោះក្នុង game ថា Sally មីយាយប៉ែមួយឈរស្ងៀមមកគេវាយមីយាយប៉ែមួយទៀតកិច្ច skill ហើយមួយណាអ្នកវាយទៅដល់យក hero កិច្ច skill ដូច្នេះមីយាយប៉ែនេះបូកជប់បន្ទុក ability ទាំងអស់គឺបន្ទុកធ្វើរហ័សរហួនជាងមុននាងយក attack តែបន្តិចតែប៉ុណ្ណោះព្រោះអាវុធនឹងអាចជួយដល់នាងបានហើយតែ gamer លេខ1ប្រទេសជប៉ុនមានកំណត់គួរឲ្យជោគជ័យមែនទែនទើបទៅចូល game ពួកគេក៏ត្រូវការ item ដើម្បីធ្វើសៀថ្មីដូច្នេះបង EZ យើងក៏ច្អល់ទៅទន្លេមួយតែស្ថិតនៅខាងត្បូងរបស់ទីក្រុងមកពីសារីរត់លឿនគេក៏បានអៀវ map ផលរត់ទៅដល់កន្លែងនោះនៅពេលដែលជាមួយទឹកចុះដើម្បីរកអវ៉ាន់សលីយើងក៏បានរកឃើញលាអាមួយនៅក្រោមទឹកក្រៅពេលជាមួយទឹកយូរនាងក៏អាចរៀងបានវិជាជាមួយទឹកបានយូរក្នុងទឹកនាងក៏បាន solo មួយស្មើជាមួយនឹង bot នៅក្រោមទឹកទៀតតើទៅចូល game ដូច្នេះតួអង្គរបស់សាលីរៀងសាយបន្តិចហើយ bot មាន level ធំទៀតដូច្នេះវាក៏ធ្វើឲ្យនាងរៀងលំបាកបន្តិចមិនតែប៉ុណ្ណោះនាងត្រូវបិទដង្ហើមរបស់ខ្លួនហើយប្រកួតមួយស្មើជាមួយនឹង boss ទៀត20នាទីបានកន្លងផុតហើយវាធ្វើឲ្យ map ផលពិតជាបារម្ភខ្លាំងណាស់ប៉ុន្តែឈ្មោះថា player លេខ1ប្រទេសជប៉ុនមិនមែនមានតែឈ្មោះនោះទេតែពឹងលើបទពិសោធន៍ផ្ទាល់ខ្លួនចុងក្រោយនាងក៏បានឡើងផែនការឲ្យយកឈ្នះទៅលើ boss មួយនោះដូច្នេះ item ល្អជាច្រើនក៏បានទៅលើដៃរបស់ Sally មិនតែប៉ុណ្ណោះនៅពេលដែលវាយគ្នាជាមួយនឹង boss នាងក៏បានរៀនបាន skill ជាច្រើនទៀតភាគទី3នៅការអាប់ដេតបន្ទាប់ skill រនាំង3 side របស់ map ផលយើងបានត្រូវខាងក្រុមហ៊ុនគេ nerf ចុះដោយគេឲ្យប្រើ10ដងក្នុងមួយថ្ងៃតែប៉ុណ្ណោះមកពី event លើកមុនរនាំងរបស់មីយាប៉ែមួយនេះលេបអស់ជាង player 2000 នាក់ខ្លាំងម៉ាក់នឹង bot nerf ទៀតនឹងលុប game នឹងចោលមកមិនតែប៉ុណ្ណោះគេនៅថែមអាការៈ pace ចូលឲ្យទៀតមានន័យថា player ទាំងអស់នឹងអាចវាយទម្លុះក្រោះរបស់នាងបានដោយពេលបងប្អូនលេង Mobile Legends ណាបងប្អូនជុកថែមបងប្អូនមិនទិញកាភ្លើងវានឹងវាស្តៀងចឹងបើអត់ចេញឲ្យវាយទម្លុះក្រោះទេនឹងមានណាគេលេងឈ្នះមីយាប៉ែតួឯងនឹងទៀតទេនៅពេល update នេះដែរគេបានចេញជាន់ទី2មួយទៀតដើម្បីឲ្យ player ដែលមាន level ខ្ពស់នឹងបានវាយគ្នាលើនោះដូច្នេះហើយយាប៉ែ2នាក់នេះក៏បាន log in ចូល game ពួកគេបានដាក់ស្វែងយល់អំពីជាន់ទី1នេះអស់សិនដើម្បីត្រៀមខ្លួនឡើងជាន់ទី2 map ផលយើងក៏បានរៀនបាន skill មួយនោះគឺជា teleport ទៅដល់មិត្តរងក្រុមរបស់ខ្លួននៅពេលដែលគេជួបគ្រោះថ្នាក់មានរៀន skill នេះដើម្បីការពារឲ្យ Sally នៅពេលដែលកំពុងញ៉ាំអីនៅក្នុងហាងពួកគេក៏បានចែកដនជើគ្នាជាមួយនឹង Trax គឺជា player ដែលបានលេខ2ក្នុង event លើកមុនជាមួយនឹងម្នាក់ទៀតដែលមានឈ្មោះថា Trax គឺជាអ្នកជាប់លេខ5ដូច្នេះនារី2នាក់យើងក៏ដឹងថា event បន្ទាប់នឹងបានប្រព្រឹត្តទៅនៅអាទិត្យក្រោយមិនតែប៉ុណ្ណោះ player ដែលកំពុងទៅចូលលេខ1ក្នុង server មួយនេះមានឈ្មោះថា Pene គឺជា player ដែលលឿនបំផុតនៅក្នុង server ដែលបានឡើងដល់ជាន់ទី2ដើម្បី farm minion នៅលើនោះដោយស្ដាប់តាមសម្ដីរបស់ Senpai នេះពីអ្នកនេះបានទៅព្រៃខាងជើងដើម្បីធ្វើ mission ប៉ុន្តែប៉ះចាំជាពាក់ Sally នេះខ្លាចខ្មោចទៀតត្បិតតែជា game មែនប៉ុន្តែខ្មោចនៅធ្វើឲ្យ Sally ខ្លាចបានដូចគ្នាប៉ុន្តែចុងក្រោយពួកគេទាំងពីរនាក់ក៏នៅតែឆ្លងផុតពួកគេក៏បានប្រោះជាមកបរិសម្នាក់នៅក្នុងកន្លែងអាងដូចនេះ mission របស់ពួកគេក៏បានបញ្ចប់ skill មហាល្បឿនគឺជាអំណោយនៃ mission មួយនេះសម្រាប់ពួកគេទាំងពីរនាក់មិនតែប៉ុណ្ណោះពួកគេនឹងទៅដល់ map អាកំបាំងមួយដើម្បីមើលទេសភាពពួកគេក៏បានរើសបានត្បូងមានតម្លៃមួយប៉ុន្តែនាងទាំងពីរនាក់មិនទាន់ដឹងទៅយកទៅធ្វើអ្វីនោះទេចុងក្រោយពួកគេទាំងពីរនាក់ក៏បានសម្រេចចិត្តថានឹងឡើងជាន់ទី2នៅទ្វារឡើងជាន់ទី2រនាំងរបស់ map ផលបានលេបយក3 side ទាំងអស់ Sally ក៏បានតេស្ត skill ថ្មី skill នេះបានជួយឲ្យសៀរបស់ map ផលយើងបំបាំងកាយនាងរៀន skill នេះទុកដើម្បីសម្រាប់ឲ្យ event បន្ទាប់មកពួកគេទាំងពីរនាក់ក៏បានជួបមេ3 side នៅរោមមួយនេះ map ផលយើងបានកោះហៅអ្នក Hydra ចេញមកដើម្បីវាយទៅលើ boss មួយនោះប៉ុន្តែមិនទាន់គ្រប់គ្រាន់នោះទេមិនតែប៉ុណ្ណោះមីយាប៉ែនេះនៅត្រូវ skill វាយលងរបស់3 side មនុស្សធ្វើឲ្យស្លាប់ទៀតចាប់ឲ្យអាណា Sally ត្រូវវាយជាមួយនឹង boss តែម្នាក់ឯងបន្តទោះជាយ៉ាងណាក៏ជា player top 1នៅប្រទេសជប៉ុនដែរនាងម្នាក់ឯងបាន carry team ហើយបានសម្លាប់ boss មួយនោះយ៉ាងងាយស្រួលដល់ពេល map ផលភ្ញាក់ឡើងគេធ្វើការងារអស់ហើយទៅធ្វើភ្ញាក់អីណា Sally ដែលមានគិតថាហៅដៃគូថ្មីអត់ឃើញដៃគូនេះចាប់មកពេលមកដល់ជាន់ទី2បង EZ យើងក៏បានរកទៅដល់ map ផលដើម្បីឲ្យសៀថ្មីទៅគេមកពីវាមានពណ៌សដូច្នេះនាងក៏បានដាក់ឈ្មោះឲ្យសៀនេះថា Pressor ពួកគេក៏បាន free ឲ្យញ៉ាំហូបមួយយ៉ាងប្លែកដែលនៅពេលញ៉ាំក៏ផឹកម្ហូបនៅទីនេះធ្វើឲ្យភ្នែកនិងសក់របស់ពួកគេដូរពណ៌យ៉ាងស្អាតដូចនេះហើយ event ទី2ក៏បានប្រព្រឹត្តឡើងមកបង Kuromu យើងក៏បានចូលរួម event មួយនេះ Sadorosu ក៏បានបង្ហាញមុខដើម្បីនិយាយពីលក្ខខណ្ឌនៃការប្រកួត Raw player នឹងត្រូវស្វែងរកមេដាយប្រាក់ដែលបានត្រូវលាក់នៅក្នុង map ហើយមេដាយប្រាក់10ស្មើនឹងមេដាយមាសមួយហើយអ្នកជាប់លេខ1នៅ event លើកមុននឹងបានមេដាយមាសមួយវាប្រើដើម្បីសម្រាប់ដូរ item និងអាវុធល្អRaw player នឹងអាចសម្រាប់គ្នាដើម្បីប្លន់យកមេដាយរបស់ដៃគូប្រកួតដូច្នេះអ្នកទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នជាដាច់ខាតក្នុងក្រុមឆាត Global អ្នកទាំងអស់គ្នាក៏បានឆាតគ្រប់ត្រូល map ផលយ៉ាងច្រើន
ភាគទី4នារីទាំងពីរនាក់ក៏បានបញ្ជូនទៅដល់កន្លែងប្រកួតនៅអេវ៉ាន់លើកនេះក្រៅពេលដើរមួយសន្ទុះពួកគេមិនរកឃើញអ្វីទាំងអស់នៅពេលនោះដែរចាយដនអីម៉ែផលយើងបានធ្លាក់ចូលឡាអាងអាកំបាំងមួយពេលទៅដើរចូលឡាអាងញីប៉ែតួឯកបានបង្ហាញមុខទាន់ដើម្បីជួយសលីពួកគេទាំងពីរនាក់ក៏បានសហការយ៉ាងល្អដើម្បីសម្លាប់បិសាចមួយនោះពួកគេក៏បានមេដាយប្រាក់2នៅពេលដែលសម្លាប់បិសាចមួយនោះហើយនឹងទទួលបានរង្វង់ teleport ចេញក្រៅមួយទៀតបន្ទាប់មកពេលទៅដល់ភ្នំព្រិលពួកគេក៏ចាយដនគ្រោកឃើញទ្វារ teleport មួយដែរប៉ុន្តែម៉ែផលយើងសម្រេចចិត្តថានឹងឲ្យក្រុមរបស់បងគូរមូចូលមុនដើម្បីសងគុណលើកមុនប៉ុន្តែពិតជាភ្ញាក់ផ្អើលខ្លាំងណាស់មិនដល់10 second ផងក្រុមរបស់បងគូរមូក៏បានចាញ់ពីហ្គេមពេលម៉ែផលជាមួយនឹងសាលីចូលមកពួកគេក៏បានឃើញហង្សមួយយ៉ាងស្អាតដូច្នេះការប្រកួតក៏បានចាប់ដើមហង្សតកមួយនោះបានប្រាស្គីជាច្រើនវាធ្វើម៉ែផលត្រូវបាក់សៀមកដើម្បីការពារហើយរនាំងរបស់នាងក៏បានស៊ីអស់មួយជើងផនអាសត្វមួយនោះអាសត្វហង្សមួយនោះបានបញ្ចេញក្បាច់ជាច្រើនធ្វើឲ្យក្រុមរបស់សាលីពិបាកយ៉ាងខ្លាំងដូច្នេះហង្សមួយនោះបានប្រើអាទេរបស់ខ្លួនវាស្មានតែសម្លាប់បានសាលីហើយប៉ុន្តែនោះគ្រាន់តែជាសម្មារបស់នាងតែប៉ុណ្ណោះដូច្នេះពួកគេក៏ឆក់បានឱកាសដើម្បីសម្លាប់អាហង្សមួយនោះនៅពេលបញ្ចប់ម៉ែផលយើងក៏បាននិយាយថាសំណាងដែរដែលគេបានរៀនបានស្គីថ្មីស្គីនេះអាចប្រើបានតែម្ដងក្នុងមួយថ្ងៃប៉ុណ្ណោះនៅពេលដែលឈាមគេធ្លាក់ចូលដល់មួយគេនឹងអមតៈទោះជាមានអីវាយចូលក៏គេមិនងាប់ដែរនៅពេលលឿនចឹងសលីយើងពិតជាភ័យខ្លាំងណាស់នាងបានបញ្ចូលឈាមយ៉ាងបញ្ញាបញ្ញាឲ្យម៉ែផលរោមរបស់សត្វហង្សមនុស្សត្រូវបានម៉ែផលរើសមកវិញពួកគេនៅយកបានពងបិសាច2គ្រាប់ទៀតមិនតែប៉ុណ្ណោះនៅមានមេដាយប្រាក់5ទៀតពួកអ្នកផលិតហ្គេមក៏ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់អាហង្សតកមួយនេះបានអ្នកផលិតហ្គេមដាក់ចូលជាពិសេសដើម្បីធ្វើ buff player វាបែបជាត្រូវជាពាក់2អ្នកនេះវាយស្លាប់យ៉ាងលឿនប៉ុន្តែប៉ុណ្ណោះនៅយកពងសត្វរបស់គេទៀតដូច្នេះខាង admin ក៏បញ្ញាបញ្ញាផលិតមើល skill ឡើងវិញមុនពេលនៃ event នេះបញ្ចប់បើអត់ទេទុកឲ្យយាប៉ែ2នេះ combo skill មួយគ្នាដល់ហ្គេមនឹងលុបចោលហើយយាប៉ែ2អ្នកនេះបានយកពងទៅអោបនៅក្នុងដៃរហូតប៉ុន្មានថ្ងៃក្រោយពងក៏បានញាស់វាបានចេញអណ្ដើងមួយក្បាលនិង control មួយក្បាលដូច្នេះសត្វ2អ្នកនេះនឹងខ្លាចទៅជាជំនួយការរបស់ពួកគេទាំងពីរនាក់ដល់ពួកគេគ្រាន់តែពាក់ចិញ្ចៀននៅពួកវាឲ្យសលីយើងបានដាក់ឈ្មោះ control ថា Oburo រីឯយាប៉ែ Maple វិញដាក់ឈ្មោះអណ្ដើងថា Zero ពួកយាប៉ែនេះចូលចិត្តផឹកទឹក Zero ដូច្នេះក៏ដាក់ឈ្មោះចឹងទៅពេលពីរអ្នកគេធ្វើដំណើរទៅដល់វាសាច់ក៏បានត្រូវ player មួយទៀតកាក់ផ្លូវដើម្បីប្លន់យកមេដាយភាគទី5សូលីបានប្រើល្បឿនយ៉ាងលឿនដើម្បីដេញតាមដៃគោប្រកួតរយៈពេលម៉ែផលយើងយឺតពេកដូច្នេះក៏បានត្រូវគេទុកចោលនៅនឹងបាទតាមព័ត៌មានមិនច្បាស់អណ្ដើកនឹងដូចជាលឿនជាងយៈពេលម៉ែផលផងសូលីជាមួយនឹងនារីអាកំបាំងនៅវាយគ្នាពិតជាល្អខ្លាំងណាស់ពួកគេទាំងពីរនាក់គឺស្មារតីគ្នានៅពេលនោះដែរស្រាប់តែយៈពេលម៉ែផលធ្លាក់ភ្លើមកធ្វើឲ្យពួកគេទាំង3នាក់ធ្លាក់ចូលអាងអាកំបាំងមួយពួកគេទាំង3នាក់ក៏បានចងជាប់នឹងគ្នាដោយចង្វាក់ត្រូវបណ្ដាសាក្នុងចំណោមពួកគេទាំង3នាក់បាននរណាគេងាប់នឹងងាប់ទាំង3នាក់តែម្ដងហើយចង្វាក់មួយនេះមិនអាចបំផ្លាញបាននោះទេដូច្នេះពួកគេក៏ចាយដនរោគបាននារីម្នាក់ដែលចូលក្នុងក្រុមរបស់ខ្លួនដែលនេះមានឈ្មោះថា Kasumi ដើម្បីដោះបានបណ្ដាសាច្បាប់មួយនេះពួកគេទាំង3នាក់ទៅសហការគ្នាឲ្យឆ្លងផុតលាអាងមួយនេះប៉ុន្តែនៅទីនេះមានខ្យងយក្សមួយវាមិនមានឈាមនោះទេដូច្នេះមិនអាចសម្លាប់វាបាននោះឡើយមើលយប៉ែ2នាក់នោះរត់លឿនអូថាម៉ែផលយើងតាមអាណិតដល់កមកដល់ពឹងលើការសហការគ្នារវាងសលីជាមួយនឹង Kasumi ក៏បានអូសម៉ែផលចេញពីលាអាងមួយនេះចង្វាក់ដែលត្រូវបណ្ដាសាក៏បានរលាយបាត់នៅទីនោះភ្លាមហើយរង្វាន់ដែលទទួលបាននឹងបានចែកគ្នាស្មើទាំង3នាក់វាធ្វើឲ្យ Kasumi ពិតជាកោតសរសើរខ្លាំងណាស់ដូច្នេះពួកគេក៏បានចោលរឿងចាស់ឲ្យខ្លាចជាមិត្តភក្តិនឹងគ្នានារី2នាក់របស់យើងក៏បានលាគ្នាជាមួយនឹង Kasumi ដើម្បីបន្តដំណើរស្វែងរកមេដាយរៀងៗខ្លួនពួកគេទាំងពីរនាក់ពិតជាសប្បាយចិត្តខ្លាំងណាស់នៅពេលដែលចូលរួម event លើកនេះមេដាយប្រាក់របស់ពួកគេក៏កាន់តែកើនឡើងនៅពេលនោះដែរសលីយើងពិតជាភ្ញាក់ផ្អើលខ្លាំងណាស់គេគ្រាន់តែចេញក្រៅមួយផ្លែតម៉ែផលយើងក៏បានស្គាល់មិត្តភក្តិថ្មីម្នាក់ទៀតនារីម្នាក់នេះឈ្មោះថា Kanade នាងគឺជាអ្នកលេងថ្មីដូច្នេះនាងរៀងសើបន្តិចទៅតែ level 5 ប៉ុណ្ណោះលើឆ្នោះសូលីយើងក៏បានຕົកចិត្តជាងមុននារីម្នាក់នោះក៏បានជួនសិភៅនិយាយពីអាកំបាំងរបស់ event លើកនេះហើយបាន add friend គ្នាជាមួយនឹងសូលីពួកគេក៏បានទៅដល់ប្រាសាទមួយនៅពេលដែលដាក់ធាតុរាវចូលក្នុងគ្រប់កន្លែងទាំងអស់ពួកគេក៏បាន teleport ទៅដល់កន្លែងផ្សេងមួយទៀតពួកគេបានត្រូវបញ្ជូនទៅដល់បាតសមុទ្រដើម្បីវាយជាមួយនឹងមឹកយក្សមួយសូលីរបស់យើងខំកាត់អស់ដៃវាចោលប៉ុន្តែឈាមរបស់វាមិនធ្លាក់ចុះនោះទេឃើញចឹងម៉ែផលយើងបានហៅ Hydra ចេញមកដើម្បីបង្កើតពឹសនៅជុំវិញសមុទ្រនោះធ្វើឲ្យឈាមរបស់អាមឹកនោះធ្លាក់អត់ចេះឈប់ admin game ចាប់ដើមធុញទ្រាន់ហ្មងអា bot ខំបង្កើតចេញមកជិតងាប់វាយតែមកស្គៀងងាប់បាត់ម៉ាក់ហ្នឹងហើយត្រូវអាប់ដេតម្ដងទៀតដើម្បីនើបយប៉ែនឹងចុះហើយព្រោះតែនៅខ្វះមេដៃ2ទៀតដូច្នេះសូលីនឹងដើររកម៉ែផលនឹងជួយមើលមេដៃដែលនៅសល់របស់នាងស្គីដ៏ល្អហើយបុកឋានល្បឿនលឿនទៀតគេក៏បានខ្លាចទៅជា assassin យ៉ាងល្អមួយក្នុងហ្គេមមួយនេះនាងបាន clear off player ជាច្រើនអ្នកក្នុងហ្គេមដូច្នេះនាងក៏បានរកឃើញមេដៃ2ចុងក្រោយរបស់ខ្លួនពួកគេក៏ចែកដនជួបជាមួយនឹង Kasumi ម្ដងទៀតក៏សម្រាប់ចិត្តថាពូនដល់ចាប់ event មួយនឹងអានេះគេហៅថាលេងស៊ីម៉ោងបងប្អូនហើយទ្ររបស់ Maple ក៏បានបង្កើតរនាំងពឹសមួយដើម្បីឲ្យពួកគេបានសម្រាប់យ៉ាងងាយស្រួល Doriso ក៏បានបង្ហាញមុខឲ្យប្រកាសថា event បានបញ្ចប់បាត់ហើយនាងបានយកមេដៃរបស់ខ្លួនដូរ skill ហោះជាមួយនឹង skill ធ្វើឲ្យមានធំដើម្បីឲ្យអណ្ដើករបស់នាងរីឯនាងវិញបូកថែមភ្លៀងអាស៊ីតហើយមើលខុសពីយានហោះចម្បាំងអត់ដឹងណាគេលេងឈ្នះយប៉ែមួយនេះទៀតទេ
ភាគទី6 KD ជាមួយនឹង Risa លេងហ្គេមច្រើនពេកដូច្នេះពួកគេក៏រៀងឡប់ហ្គេមដែរតែរៀនគ្រាន់តែគេកេះបន្តិចនេះក៏អានឈ្មោះ skill ក្នុងហ្គេមជាងមកគ្រាន់តែគេប៉ះនាងបន្តិចនេះក៏ចង់វាយគ្នាជាមួយគេរីឯម៉ោងលេងបើវិញបើបញ្ជូនមកមិនគិតចាប់ទេនាងបានអានថាយក skill ការពារជាងមកធុញហ្មងអញចង់និយាយបែបនេះទៀតទេដូច្នោះពួកគេសម្រេចចិត្តថានឹងសម្រាប់3ថ្ងៃក្រោយពេល3ថ្ងៃពួកគេក៏បានចូលហ្គេមវិញពួកគេក៏ដឹងថានៅពេលដែលពួកគេសម្រាប់ហ្គេមបានចេញ skill ច្រើនខ្លាំងណាស់ព្រោះ2ម៉ោងនៅខាងក្រៅស្មើនឹង1អាទិត្យក្នុងហ្គេមនេះបាត់ទៅហើយក្នុងពេលដែល map point យើងសម្រាប់ Solly យើងក៏បានចាប់បានសัตว์បំភ្លឺមួយហើយសัตว์មួយនោះពិតជាមានតម្លៃខ្លាំងណាស់លក់បានក៏ទិញបានផ្ទះហ្គាមួយដើម្បីឲ្យពួកគេសម្រាប់នៅលើតារាងប្រចាំ server ពិតជាមានហ្គាច្រើនខ្លាំងណាស់ដែលមានហ្គា2ធំនោះគឺហ្គារបស់មីនិងជាមួយនឹងហ្គារបស់ Penny ដែលហ្គារបស់ Penny ពិតជាមាន player ល្អច្រើនខ្លាំងណាស់ក្នុងនោះមួយទៀតជា Trax Fred Erica មួយទៀត Map Point ក៏បានជ្រើសរើសផ្ទះហ្គាមួយដើម្បីបង្កើតក្រុមផ្ទាល់ខ្លួនមួយដែរ Member ដំបូងមានដូចជា Kanade ជាមួយនឹង Kasumi មានទាំងបងគូរមួយជាមួយនឹងបងស្រី Izat មួយទៀតនេះដាក់ឈ្មោះថា Dame Maple ដូចជាឈ្មោះរបស់នាងក្នុងហ្គេមនិងឈ្មោះនៅក្រៅជីវិតរបស់នាងអញ្ចឹងនេះក៏បានដឹកអ្នកទាំងអស់គ្នាហោះទៅលើអណ្ដើកធំដើម្បីហោះជុំវិញទីក្រុងលេងដូច្នេះហើយគេឈ្មោះរបស់នាងក៏កាន់តែមានអ្នកស្គាល់ច្រើនជាងមុនអ្នកទាំងអស់គ្នាក្នុងក្រុមក៏បានបែងចែកគ្នាទៅ farm ដើម្បីរក item ឲ្យក្រុមរបស់ខ្លួនកាន់តែខ្លាំងលើសដើមនៅពេលដែលក្រុមកំពុងតែប្រជុំបងគ្រូមួយយើងក៏បាននិយាយពី event ទី3និង event ទី4នឹងបានប្រព្រឹត្តទៅនៅពេលខាងមុខនេះបូកថែម map ថ្មីនៅជាន់ទី3ក៏ចិត្តបានដំណើរការទៀតដើម្បីរៀបចំឲ្យ event នៅពេលខាងមុខនេះ map point យើងក៏បានទៅរកថែម member ថ្មីប៉ុន្តែព្រោះតែនៅជាន់ទី2វិតជាមានមនុស្សច្រើនខ្លាំងណាស់ពួកគេក៏សម្រេចថាចុះជាន់ទី1ដើម្បីរកមនុស្សថ្មីនៅពេលនោះដែរនេះក៏បានជួបបានក្មេងស្រីម្នាក់មួយឈ្មោះថាមីមួយឈ្មោះថា UE ដែលពីរអ្នកនេះឡើងបន្ទុកវាយឈឺអស់លេខហ្មងបញ្ជាក់ពីនាងឡើងបន្ទុកការពារអស់លេខនាងបានបញ្ជាក់ថាទោះជាឡើងមិនអាខាងណាក៏នៅអាចជោគជ័យបានដែរដូច្នេះនារីពីរអ្នកនេះក៏បានចូលរួមក្រុមរបស់ Maple ប៉ុន្តែបើចង់ឡើងជាន់ទី2ពួកគេត្រូវតែវាយឲ្យងាប់ bot មួយនេះម្ដងទៀតព្រោះតែដឹងច្បាស់ហើយដូច្នេះលើកនេះតែ Solly ជាមួយនឹងសัตว์របស់នាងដែលឈ្មោះថា Uboro វាយតែប៉ុណ្ណោះដែលពឹងលើ skill បំបែងភាគរបស់ Uboro បូកថែមទាំង skill ថ្មីរបស់នាងនៅពេលដែលនាងកិច្ចបាន skill រាល់ការវាយរបស់នាងនឹងឈឺជាងមុនដូច្នោះនេះក៏សម្រាប់បាន bot នៅទីនេះយ៉ាងងាយស្រួលពួកបងដែលនៅក្នុងក្រុមក៏ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលដែលដឹងនារីពីរអ្នកនេះឡើងវាយឈឺអស់លេខមកក្រុមឯងដូចសតអ្នកបំផ្លាញហ្គេមមកភាគទី7មកពីឡើងតែបន្ទូវាយឈើដូច្នេះមីជាមួយនឹង UE បាន map point យើងតាមការពារយ៉ាងជាប់ដើម្បី farm level ដូច្នេះហើយ Hydra Sien ជាមួយនឹង Hydra Fake ក៏បានវាយគ្នាប៉ុន្តែអាសៀនបានចាញ់ព្រោះអាមួយ Fake នឹងវាសាហាវខ្លាំងពេកហើយដូច្នេះក្នុងរយៈពេល farm មិនចេះឈប់ពីរអ្នកបងប្អូននោះក៏បានឡើង level 20ដូច្នេះហើយបងប្អូនទាំងពីរអ្នកនោះក៏អាចរៀនបាន skill ថ្មីអាវុធដែលពួកគេត្រូវកាន់ពីដៃពួកគេអាចកាន់តែមួយដៃបានបង Izat ក៏បានធ្វើញញួរ4ដើមឲ្យទៅបងប្អូនពីរអ្នកនោះអាវុធមួយនេះជួយឲ្យពួកគេវាយឈឺថែម 25% ទៀតលឿនខ្លាំងណាស់បងប្អូនទាំងពីរអ្នកនេះក៏បានទៅតាមបង Solly ដើម្បីរៀនកិច្ច skill ត្បិតតែបន្ទុក Ability ពួកគេស្មើ0ទៅប៉ុណ្ណោះក្នុងពេលនោះដែរ Maple បានឲ្យបង Kuromu ខ្ចីអណ្ដើករបស់ខ្លួនដើរទៅ farm Kanade នៅបណ្ណាគេក៏បានធ្វើឲ្យការងាររបស់ខ្លួនវាអាចជួយឲ្យនាងប្រើបាន skill ជាច្រើនទៀតបងគ្រូមួយយើងក៏បានម្នាក់ឯងវាយងាប់ boss មួយនៅជាន់ទី2ហើយទទួលបាន skill ថ្មីមិនតែប៉ុណ្ណោះគាត់នៅរកឃើញអាវក្រោះថ្មីដែលជួយឲ្យតួរលេខរបស់គាត់បានឡើងខ្ពស់ជាងមុនទៀតហើយ Map Point វិញកំពុងជាប់ក្នុង mission ដ៏វែងមួយដែលមានឈ្មោះថាអ្នកក្លាហានចិត្តល្អនៅពេលដែលចុច OK នៅ mission ដំបូងគេបានបញ្ជូននារីម្នាក់នោះជាម៉ែដែលបញ្ជូនទៅយកទឹកតែហើយត្រឡប់មកវិញព្រោះតែហោះលើមេឃដូចនេះម្នាក់ជាម្ដាយនោះមិនអាចត្រូវវាយដល់ពួកបិសាចនោះឡើយក្រោយពេលនាងធ្វើអស់ mission ហើយយកបានទឹកតែនៅព្រះវិហារមួយដូច្នេះក៏មានឯងចង់មកបង្ហាញមុខមកដើម្បីបកគលឲ្យ Map Point skill ថ្មីដែល skill នោះមានឈ្មោះថា Loving Sacrifice បង Izat យើងក៏បានធ្វើក្រោះថ្មីឲ្យទៅ Maple ដែលនៅពេលបច្ចុប្បន្នមេក្រុមរបស់ពួកគេមានអាវសសុទ្ធហ្មងមើលទៅនាងដូចជាទេពអប្សរអញ្ចឹងមិនតែប៉ុណ្ណោះនាងនៅបង្កើតរង្វង់មួយនៅពេលដែលឈរក្នុង skill មួយនេះរបស់នាងអ្នកទាំងអស់គ្នាក្នុងក្រុមនឹងបានបន្ទុកការពារស្មើនឹងនាងដល់ពេលដែលនាងស្លាប់ទៅបន្ទុកនឹងបាត់ប៉ុន្តែចង់សម្រាប់អាជីពមានបន្ទុកការពារជាង 1000 អញ្ចឹងដូចនាងបាក់ដែរវាដូចជាបងប្អូនយកដៃទៅដំនឹងជាងវិហារអញ្ចឹងនៅខាង guild របស់ Penny ក៏មានការព្រួយបារម្ភហើយដែរព្រួយ member ក្នុង guild របស់ Maple ដូចជា hack game អញ្ចឹងពួកគេនឹងតាមដានក្រុមរបស់ Maple ច្បាស់នៅ event ទី3ដើម្បីរៀបចំឲ្យ event ទី4ភាគទី8ក្នុង event ទី3 player ទាំងអស់ត្រូវតែសម្រាប់គោហើយប្រមូលយកកណ្ដឹងរបស់វាក្នុងពេលដែល member ទាំងអស់កំពុងតែខំ farm ដើម្បីរកកណ្ដឹង Maple ក៏បានហោះទៅភ្នំមួយដើម្បី farm តែម្នាក់ឯងចាដល់អីនាងបានលមាចុះពីលើភ្នំដូច្នេះសៀបិសាយរបស់នាងក៏បានប្រើអស់ដើម្បីការពារខ្លួននាងបាត់ទៅហើយនៅក្រោមជើងភ្នំនាងក៏រកឃើញរបស់មួយយ៉ាងក្នុងពេលដែលនេះក៏បានជួបបានបិសាច level ខ្ពស់មួយតែវាបានលាក់ខ្លួនក្នុងប្រាសាទលើកមុនដែលនាងមកយកទឹកទេពត្បិតតែបានពួននៅក្នុង skill រោមឈាមដែលនាងទៅរៀនបានលើកមុនដើម្បីឲ្យសិរិបញ្ចេញស្នាដៃ
បន្តែស្គៀវាយរបស់កូនអណ្ដើកមួយនោះធ្វើឲ្យបិសាចកាន់តែខូខើជាងមុនទៀតរូបរាងពិតប្រាកដរបស់បិសាចក៏បានហាយមកចេញមកវាបានលេបម៉ែផលចូលក្នុងពោះហើយញ៉ាំយប៉ែកនឹងហូបកាច់អីឥឡូវនៅក្នុងពោះយប៉ែកនឹងញ៉ាំវិញហើយស្មានតែខ្លួនឯងអ្នកបានហូបក៏ពិតគ្រាន់តែជាចំណីរបស់គេតែប៉ុណ្ណោះមួយសន្ទុកក្រោយមកនាងក៏បានយកឈ្នះហើយរៀនបាន3ស្គៀថ្មីពីអាវ៉ូសបិសាចមួយនេះតែបើតែមិនសូវមានចំណាប់ថ្នាក់ខ្ពស់ក្នុង event លើកនេះប៉ុន្តែវាល្មមឲ្យក្រុមរបស់នាងអាចទទួលបានរង្វាន់នៃ event លើកនេះដែរបន្ទាប់មកលួយរបស់នាងក៏បានអុកគ្នាទៅវាយមកអាបតនៅជាន់ទី2នេះដើម្បីឡើងជាន់ទី3បន្តែលើកនេះមានតែម៉ែផលចេញមក solo មួយស្មើវាតែប៉ុណ្ណោះឥឡូវអូស្គៀទៅសម្រាប់បាន3សាច់លើកមុនចេញមកប្រកួតទៀតមិនតែប៉ុណ្ណោះនាងនៅកន្លងខ្លះជា3សាច់លើកមុនដើម្បីវាយប្រហារទៅលើអាបតមួយនោះហើយបាក់ដែរធ្វើ3សាច់យាមទ្វារជាន់ទី2ត្រូវជួបពុយប៉ែនេះដឹងឆាប់ហ្មងវេទនាខ្លាំងមែនតើហ្មងពេលឡើងទៅដល់ជាន់ទី3ពួកគេទាំងអស់គ្នាក៏បានបែកចែកផ្លូវគ្នាដើម្បីទៅស្វែងយល់ពីទីក្រុងថ្មីមួយនេះក្នុងពេលកវូតដាម៉ែផលក៏បានជួយលោកតាម្នាក់លោកតានោះក៏ឲ្យព័ត៌មានពីមីសិនអាកំបាំងមួយទៅដល់នាងក្នុងពេលកំពុងតែដើរព្រោះតែមានអាប់ខ្លាំងពេកដូច្នេះសរុបជាមួយនឹងនាងក៏បានធ្លាក់ចូលកន្លែងមួយទីនេះមានឈ្មោះថា Far Away Dream ហើយអ្វីដែលនាងរើសបានលើកមុនក៏បានដំណើរការរ៉ូបតចាស់មួយក្រោយពេលត្រូវម៉ែផលយ៉ាងដាក់ឲ្យចិត្តដេកដូច្នេះគាត់ក៏បញ្ជូនអវ៉ាន់មួយទៅឲ្យម៉ែផលបន្តែនៅពេលនោះដែរស្រាប់តែមានរ៉ូបតមួយលោបបហាបន្តែដែលពឹងទៅលើអាក្រោះថ្មីរបស់នាងមានវ៉ាន់វាយរ៉ូបតនោះស្ទើរតែងាប់ភាគទី9នាងក៏បានយកអាក្រោះរបស់ខ្លួនទៅអួតនឹង member ក្នុងក្រុមហើយមើលឥទ្ធិពលរបស់វាម៉ាក់នឹងលេងតែម្នាក់ឯងទៅលេងមួយគេទៅទៀតនាំហត់នៅខាងក្រុមរបស់ Penny វិញក៏រៀងបារម្ភដែរពួកក្រុមរបស់ Maple គឺជាអ្វីមួយយ៉ាងអាចកំបាំងដែលពួកគេមិនអាចដឹងមុននោះទេ Frederica ក៏បាន Penny បញ្ជូនទៅដើម្បីស៊ើបអង្កេតពីក្រុមរបស់ Maple ដើម្បីត្រៀមឲ្យការប្រកួតប្រចាំក្រុមនៅពេលខាងមុខនេះដោយពឹងលើវិញ្ញាណអ្វីរបស់ខ្លួន Solly យើងក៏ប្រទះឃើញ Frederica កំពុងតាមដានពួកគេឃើញដូច្នោះ Solly យើងក៏បបួល Frederica វាយមួយស្មាបើខាងណាចាញ់នឹងនិយាយពីព័ត៌មានយ៉ាងសំខាន់របស់ខ្លួនទៅក្រុមខាងនោះពីរអ្នកគេក៏បានចូលទៅដល់កន្លែងប្រកួតមួយដែលបានហ្គេមមកកាច់ជាមកដើម្បីប្រកួតមួយស្មើជាពិសេសនៅទីនេះដែរល្បឿនលឿនរបស់ Solly ក៏រៀងមានបញ្ហាចំពោះ Frederica ដែរមិនអាចមើលងាយ Frederica បានទេគឺជា player យ៉ាងល្អមួយដែរស្គីសំខាន់របស់ Solly ត្រូវបាន Frederica ដឹងទាំងអស់ប៉ុន្តែ Solly យើងក៏មិនអត់នៅដែរគេបានវាយបកទៅ Frederica យ៉ាងខ្លាំងឃើញខ្លួនចិត្តចាញ់ដូច្នេះគេក៏បានចុះចាញ់ចំពោះ Solly ដូច្នោះនាងក៏យកព័ត៌មានរបស់ក្រុមមីយកប្រាប់ទៅក្រុម Maple គេមានមនុស្សដាក់អន្ទាក់ឈ្មោះថា Marcus Narrative Misery និងមានអ្នកប្រាដាមួយទៀតឈ្មោះថា Shin សុទ្ធតែជា player យ៉ាងល្អ Solly ក៏ប្រាប់ member ក្នុងក្រុមថាគេបានប្រើ skill ខ្លាំងដើម្បីវាយជាមួយនឹង Frederica ដើម្បីលាក់សមត្ថភាពពិតរបស់ខ្លួនមនុស្សដែលខ្លាំងគេនឹងអាចលាក់បាំងសមត្ថភាពចំពោះដៃគូប្រកួតរីឯបើមនុស្សអន់វិញមិនអាចលាក់បាំងបានដូច្នេះដូរ៉ូស៊ូក៏មកនិយាយពីព័ត៌មានក្នុង event លើក4 team ដែលមាន member តិចនឹងមានបន្ទុកច្រើនរីឯ team ដែលមាន member ច្រើននឹងមានបន្ទុកតិចរីឯនេះគឺជាវិធីលេងក្រុមនីមួយៗនឹងបានបន្សល់ក្រប Crystal មួយក្រុមនីមួយៗត្រូវហាយក្របនោះឲ្យបាន6ម៉ោងពួកគេនឹងបានបុក1បន្ទុកឬបើ team ណាមានតិច member នឹងបានបុក2បន្ទុកឬបើលួច Crystal របស់ក្រុម Grey ហើយទុកក្នុងខ្លួន3ម៉ោងនឹងបាន2បន្ទុកដែរហើយ team ណាធ្វើបាត់ក្រប Crystal នឹងត្រូវដក1បន្ទុកក្រៅពេល5ថ្ងៃនរណាគេមានបន្ទុកច្រើនជាងអ្នកនឹងគឺជាអ្នកឈ្នះបើនរណាគេងាប់នឹងកាត់អស់ 5% កម្លាំងរបស់ខ្លួនដូច្នេះបើងាប់អស់5ដងគឺមិនអាចរស់ឡើងវិញបានទេបើ team ណាងាប់អស់ member នឹងមិនមាន Crystal បង្ហាញមុខទៀតដូច្នេះ member ក្នុងក្រុមរបស់ Maple ក៏បានទៅ Fallដើម្បីបង្ឡើងកម្លាំងរបស់ខ្លួនលឿនខ្លាំងណាស់ការប្រកួតប្រចាំក្រុមក៏បានមកដល់ Maple UE ជាមួយនឹង May និង Boy EZ មួយទៀតនៅផ្ទះការពារដោយពឹងលើបច្ចេកទេសដ៏ល្អនិងសមត្ថភាពយ៉ាងខ្លាំងរបស់ខ្លួន Crystal ដំបងក៏បានធ្លាក់ទៅដល់ដៃរបស់ Solly នាងបានបង្កវាឲ្យបង Kasumi ជាមួយនឹងបង Kuromo ដើម្បីយកទៅផ្ទះបន្ទាប់មក Solly តែម្នាក់ឯងបានទៅលួច Time Crystal ពីរគ្រាប់ទៀតពីក្រុមពីរផ្សេងគ្នាក្នុងពេលកំពុងធ្វើដំណើរនាងក៏បានប៉ះមុខគ្នាជាមួយនឹង Trax ប៉ុន្តែពួកគេគ្រាន់តែវាយបែបសួស្ដីគ្នាតែប៉ុណ្ណោះមិនទាន់យកចិត្តទុកដាក់មែនតែនោះទេ Mi ក៏បានលួចបានគ្រាប់ Crystal ជាច្រើនប៉ុន្តែត្រូវបាន Solly យើងដៃលឿនចេញលួចអស់មួយគ្រាប់វាក៏ធ្វើឲ្យនាងពិតជាខឹងខ្លាំងណាស់ម៉ែផលវិញនៅផ្ទះការពារបាញ់និយាយហ្មងមកក្រុមនឹងដូចមនុស្សអមតៈហ្មងយីមែនអាយប៉ែឡាំបន្ទុកវាយឈើពីរនោះគ្រាន់តែគប់ដុំថ្មក៏ងាប់មនុស្សដែរវាយទៅឯនាំហត់ភាគទី10នៅលើសមរភូមិផ្សេងវិញឈ្មោះលេខ1 player ក៏មិនមែនធម្មតាដែរគេបានម្នាក់ឯងរកបាន20គ្រាប់ Crystal ឲ្យក្រុមរបស់ Maple វិញកំពុងតែជាប់លេខ17ដែលមានគ្រាប់ Crystal 10នៅក្នុងដៃ Crystal ដែលលួចបានក៏បានដល់3ម៉ោងដូច្នេះវាក៏បានត្រឡប់ទៅធីមរបស់វាវិញដូច្នោះ Selly យើងឆ្លៀតពេលយប់នាងក៏បានទៅផ្សំម្ដងទៀតព្រោះនាងដឹងថាប្រហែលថ្ងៃចុងក្រោយនៅសល់តែធីមខ្លាំងៗនោះទេដូចនេះនាងនឹងយកបន្ទុកលឿនបំផុតដើម្បីនាំមុខ Canada ក៏សម្រេចចិត្តថានាងនឹងទៅលួច Crystal ដែរដើម្បីយកឲ្យថែមឲ្យក្រុមរបស់នាងព្រឹកថ្ងៃស្អែក Solly យើងក៏បានរកបាន10គ្រាប់នៅពេលដែលរកត្រឡប់មកវិញនាងក៏បានត្រូវគេឡោមព័ទ្ធនៅពេលដែលមានគេមកលួច Crystal មានបង Kuromo ជាមួយនឹងបង EZ ខំការពារខាងក្រៅហើយប៉ុន្តែបង Kuromo យើងប៊ីនឹងស្លាប់នៅពេលដែលឈាមរបស់គាត់ធ្លាក់នៅសល់0ប៉ុន្តែគាត់មានស្គីមួយយ៉ាងនិងមានអាការរស់ឡើងវិញ 50% នៅពេលដែលងាប់ទៅការសមីក៏បានប៉ះជាមួយនឹងដាល់តេបស៊ីននៅខាងនេះវិញ Solly ក៏ជួបបញ្ហាដែរនាងកំពុងតែទៅកងទ័ពរបស់ Frederica ឡោមព័ទ្ធជាប់ Maple ក៏ដឹងថាមិត្តភ័ក្តិរបស់ខ្លួនកំពុងតែមានគ្រោះថ្នាក់នៅពេលដែលនាងឆាតមកប្រាប់តែបើតែស្ត្រីចាប៉ុន្តែ Solly យើងមិនចុះចាញ់នោះឡើយនាងបានប្រយុទ្ធអស់ពីកម្លាំងរបស់ខ្លួនធ្វើ
ធ្វើឲ្យ Federica ពិតជាកោតសរសើរខ្លាំងណាស់ប៉ុន្តែទោះជាយ៉ាងណាក៏នាងក៏ចាប់ផ្ដើមអស់កម្លាំងហើយដែរចុងក្រោយនាងក៏បានដួលចុះនៅដែល Federica រកនឹងសម្លាប់នាង Maple យើងក៏បានបង្ហាញមុខទាន់ជាមួយនឹងអាក្រោះថ្មីគេទៅនឹងបានគ្រាន់តែប្រើប្រមាណស្គីតែប៉ុណ្ណោះក្រុមរបស់ Federica ស្ទើរតែទៅអស់ហើយនាងក៏បានគេចខ្លួនមួយរយៈដើម្បីហៅជំនួយការមកជួយសិនឆ្លៀតពេលក្រុមរបស់ Maple នៅសល់តែនារី2នាក់ Track យើងក៏បានចូលមកដើម្បីប្លន់គ្រាប់ Crystal ដែលជា player ចូលលេខ2ដូច្នេះគេយកឈ្នះទៅលើក្មេងស្រី2នាក់នេះពិតជាងាយស្រួលខ្លាំងណាស់ចាដល់នៅពេលនោះ Maple ក៏បានត្រឡប់មកវិញគេបានប្រើស្គីចងដៃរបស់បង Track ជាប់ដូចនេះ Maple យើងក៏បានសម្លាប់អស់មកឃាទៅនៅខាងការស៊ូមីវិញក៏បានយកឈ្នះទៅលើ Sin យ៉ាងងាយស្រួលដោយពឹងលើស្គីដែលគេទៅនឹងរៀនបាន UE ជាមួយនឹង May ក៏បានរស់ឡើងវិញនៅពេលនោះដែរបើកាន់វាក្នុងរយៈពេល3ម៉ោងក្រុមរបស់ Maple នឹងចូលបាន top 10ជាមិនខាន Solly ក៏បានយកផែនទីជាមួយគេប្រាប់ពីកន្លែងរបស់ក្រុមផ្សេងដើម្បីឲ្យ Maple ទៅវាយយកម្ដង Maple ជាមួយនឹងបងប្អូនស្រី2នាក់នោះក៏បានវាយយងឈ្នះយ៉ាងងាយស្រួលហើយវាយឈ្នះតែមួយវគ្គទៀតពួកគេនៅមាន10គ្រាប់ Crystal នៅពេលដែលចេញប្រកួតលើកដំបូងប៉ុន្តែក្រុមបន្ទាប់ពីក្រុមរបស់ Mi ដែលកំពុងតែចូលលេខ2គ្រាន់តែនិយាយលេខ2ឲ្យវាលយចឹងការពិត3នាក់ហ្នឹងបាច់និយាយមកចូលផ្ទះគេដូចផ្ទះខ្លួនឯងអញ្ចឹងអាប៉ែ Marcus ខំដាក់អន្ទាក់អាម៉ានត្រូវបានវាយបំផ្លាញចោលទាំងអស់មិនតែប៉ុណ្ណោះនាងនឹងបញ្ចូលឈាមអមតៈឲ្យក្រុមរបស់នាងទៀតអើយនឹងណាលេងឈ្នះលេងម៉ាក់ហ្នឹងហើយមេក្រុមរបស់ពួកគេក៏បានត្រឡប់មកវិញតាន់ភាគទី11មីយើងក៏បានបញ្ចេញស្គីដំបូងប៉ុន្តែ Maple បានរៀបរៀងយ៉ាងងាយស្រួលបន្ទាប់មកសុទ្ធតែស្គីបកខ້ອຍក្រោយដូចជារបស់ Valor អញ្ចឹងធ្វើឲ្យពួកគេពិតជាលំបាកយ៉ាងខ្លាំង UE ជាមួយនឹង May ក៏ជួបគ្រោះថ្នាក់ប៉ុន្តែនាងបានតែលផបមកដើម្បីការពារទាន់បន្ទាប់មកអណ្ដាតរបស់នាងក៏បានបញ្ជូនក្មេងស្រី2នាក់នោះចេញទៅក្រៅដើម្បីកុំឲ្យទើសដៃទើសជើងរបស់នាងសៀវបិសាចរបស់នាងក៏បានប្រើអស់10ដងដើម្បីទប់ទល់នឹងស្គីរបស់ Mi ឃើញដូច Maple ពិបាកយកឈ្នះខ្លាំងណាស់ដូច្នេះគេក៏បានបញ្ចេញស្គីចុងក្រោយរបស់ខ្លួនវាមានឈ្មោះថាភ្លើងនរកវាក៏បានបង្កើតជាត្រង់មួយដើម្បីឃុំ Maple ក្នុងនឹងហើយឈាមរបស់នាងក៏កាន់តែធ្លាក់ចុះម្ដងបន្តិចត្បិតតែមិនចង់ប្រើអាក្រោះថ្មីរបស់ខ្លួនប៉ុន្តែនាងបង្ខំចិត្តត្រូវតែប្រើវាហើយ skill អស្ចារ្យរបស់នាងធ្វើឲ្យ Mi និង member របស់ Mi ពិតជានឹងនិយាយទៀតហ្មង skill អស្ចារ្យរបស់នាងធ្វើឲ្យគេ3នាក់បានតែរត់គេចតែប៉ុណ្ណោះប៉ុន្តែរត់មិនងាយស្រួលនាងក៏បានតាមទាន់ដើម្បីកាប់ផ្លូវធ្វើឲ្យ member 2ទៀតងាប់នៅមួយកន្លែងរីឯ Mi វិញមានសុវត្ថិភាពព្រោះបាន2នាក់នោះការពារឃើញថាខ្លួនមិនអាចឈ្នះ Maple បានទេដូច្នេះនាងក៏លោតចូលដើម្បីសម្លាប់ខ្លួន2នាក់ជាមួយនឹងនាងប៉ុន្តែក្រោយពេលផ្ទុះមើលយាបែ Maple ដូចអត់មានអីហ្មងប៉ុន្តែ Crystal របស់ក្រុម May ក៏បានត្រូវបញ្ជូនទៅកន្លែងផ្សេងនៅពេលដែល2នាក់គេប្រយុទ្ធជាមួយនឹងគ្នាព្រោះ game មិនមានហាមឃាត់អញ្ចឹងនោះទេប៉ុន្តែគ្រាន់តែមិនបានគិតបន្ទុកទៅប៉ុណ្ណោះព្រោះមិនអាចយកបាន Crystal ដូច្នេះនាងក៏ដូរមកវាយពួកឲ្យ team ផ្សេងវិញធ្វើតែខំប្រឹងដើម្បីទៅលួច Crystal គេបានច្រើនមែនប៉ុន្តែវាដូចជាមិនសូវមានផលប្រយោជន៍ទេពួក team អនត្រូវបានចំនួនចេញអស់ហើយប៉ុន្តែពិតជាភ្ញាក់ផ្អើលខាងណា Penny បានអូសកូនក្រុមរបស់ខ្លួន3នាក់ទៀតមកវាយ Maple ដល់ផ្ទះហ្មងការប្រកួតរបស់អ្នកខ្លាំងក៏បានប្រព្រឹត្តឡើងមកយ៉ាងលឿនជាប់លេខ1ក្នុង game នេះមិនមែនបានតែឈ្មោះនោះទេ Penny ពិតជាខ្លាំងណាស់គេកាប់តែមកស្គីប៉ុណ្ណោះធ្វើឲ្យ Maple យើងហូរឈាមមិនចេះឈប់ភាគទី12ក្រៅពេលត្រូវស្គីរបស់ Penny Maple យើងសល់តែមួយឈាមទៅប៉ុណ្ណោះសម្ដែងបានស្គីអមតៈមួយ second នៅពេលងាប់អត់ទេក៏ទៅដែរមើលទៅនៅពេលនោះដែរបង Iset យើងក៏បានត្រូវឃាដល់ Penny បង Penny ក៏បានរត់មកយ៉ាងលឿនដើម្បីវាយប្រហារ Maple ឲ្យហើយតែម្ដងប៉ុន្តែនៅពេលនោះនាងបានគប់សៀរបស់នាងចោលហើយបានប្រើកាភ្លើងនៅដៃឆ្វេងរបស់នាងបាញ់ធ្វើឲ្យ top 1 server ប៊ីនឹងងាប់ប៉ុន្តែគាត់ក៏មានស្គីអមតៈនៅពេលដែលឈាមសល់មួយតំណក់ដែរនៅពេលនេះ Maple យើងក៏បានប្រើសៀកាឡាខ្លាចជាបិសាច Penny ឃើញដូច្នោះគេក៏ព្រមទទួលចាញ់នៅពេលដែលគេមកវាយលើកនេះអ្នកខ្លាំងទាំង4ត្រូវបាន Maple សម្លាប់យ៉ាងលឿនហើយពួកគេបានការពារគ្រាប់ Crystal របស់ខ្លួនបានសម្រេចព្រោះមួយថ្ងៃអាចកាឡាខ្លួនខ្លាចជាបិសាចតែម្ដងប៉ុណ្ណោះ Maple យើងក៏បានដូរផែនការធ្វើឲ្យធីមនៅក្នុងលេខ10សើបានរង្វាន់ស្មើគ្នានាងក៏សម្រាប់ធីមចោលទាំងអស់ដើម្បីចូលលេខ10ឲ្យងាយស្រួល Crystal ក៏បានត្រូវបំផ្លាញចោលភ្លាមៗដើម្បីកុំឲ្យក្រុមផ្សេងប្លន់ឲ្យឡើងបន្ទុកទៀតក្នុងពេលដែលកំពុងតែសម្រាប់ធីមផ្សេង Solly យើងក៏ឃើញក្រុមរបស់ Mi ត្រូវគេវាយលុបដែរនាងក៏បានហៅ Maple មកជួយ Mi គ្រាន់តែមួយស្គី Maple យើងបានសម្រាប់ចោលដៃគូជាច្រើនបន្ទាប់មកគឺជាការប្រាស្គីរវិញ Canada ជាមួយនឹង Solly ទៅលើខ្លួនរបស់ Maple ហើយ Maple ម្នាក់ហត់ចង់ងាប់ហើយឥឡូវមានដល់តែ7 Maple ទៀតម៉ាក់នឹងធីមណាទ្រាំឲ្យរួចទេទៅដល់ថ្ងៃទី3ប៉ុន្តែនៅសល់តែ6ក្រុមតែប៉ុណ្ណោះ admin របស់ game ក៏សម្រាប់ចិត្តថានឹងបញ្ចប់ game ឲ្យលឿនព្រោះ6ធីមនឹងបានរង្វាន់ស្មើតែគ្នាវាយគ្នាតែអីទៀតនាំទៅហត់ពួក admin គិតថានឹងnerf Maple យើងចុះប៉ុន្តែជាប៉ែនៅឥឡូវខ្លះជាអ្នកតំណាងឲ្យ game មកហើយនាងមាន fan club យ៉ាងធំមួយដូច្នេះមិនមាននរណាគេហ៊ាន nerf កម្លាំងរបស់នាងទៀតទេចុងក្រោយ KD ពិតជាសប្បាយចិត្តខ្លាំងណាស់ព្រោះក្រុមរបស់នាងបានឡើងលេខ3នៅពេល event នេះបញ្ចប់ Risa ក៏ចាប់ដើមភ័យខ្លាចព្រោះក្រុមរបស់នាងនឹងខ្លាចជាចំណុចសំខាន់ដែលក្រុមផ្សេងនឹងវាយលុបពួកគេទាំងពីរនាក់ក៏បាន log in ចូល game ដើម្បីបើក party ឲ្យ event ឈ្នះលើកនេះមិនតែប៉ុណ្ណោះនៅមានក្រុមរបស់ Penny ជាមួយនឹងក្រុមរបស់ Mi ក៏បានចូលរួមដែរទោះជាយ៉ាងណាពួកគេក៏ជាមិត្តភក្តិយ៉ាងល្អរបស់គ្នាដែរដូច្នេះចូលរួមឲ្យ relax ទៅនៅពេលបច្ចុប្បន្នបន្ទុក defense របស់ Maple យើងឡើងទៅដល់ខ្ទង់10000បាត់ទៅហើយធ្វើឲ្យដៃគូដែលគ្រាន់តែលឺក៏មិនចង់វាយគ្នាមួយនាងដែរយោរឿងក៏បានបញ្ចប់ season 1បាត់ទៅហើយរីឯ season 2វិញមិនទាន់មាននោះទេខ្ញុំឮថាដូចជាចុងឆ្នាំនេះក៏ដើមឆ្នាំក្រោយក៏មិនដឹងពេលណារឿងចេញ season បន្ទាប់ខ្ញុំនឹងចេញវីដេអូអ្នកទាំងអស់គ្នាណាឥឡូវគឺ bye bye
មុននឹងចូលរឿងនេះខ្ញុំចង់និយាយថាខ្ញុំនឹងហៅឈ្មោះតួអង្គតាមឈ្មោះក្នុងហ្គេមរបស់ពួកគាត់ព្រោះធ្វើអញ្ចឹងទៅវាមិនសូវរញ៉េរញ៉ៃ Solly បានទេទៅ Maple ហើយប្រាប់ថាជាន់ទី 4 បានបើកចេញមកហើយភាគច្រើនមនុស្សសុទ្ធតែឡើងទៅលើអស់ហើយដូចនេះហើយនាងក៏បបួលគ្នាមកទាំងអស់ដើម្បីវាយឲ្យឈ្នះមេបិសាចនៅជាន់ទី 3 ដើម្បីឡើងជាន់ទី 4 ដូច្នោះធីមរបស់នាងក៏បានមានមុខនៅទីនោះគ្រប់គ្រាន់ទីនេះពិតជាក្តៅខ្លាំងណាស់ Maple បានចាប់5កន្លះខ្លួនខ្លាចជាមេបិសាចរីឯ Canada វិញបានឈរពីក្រោយដើម្បីប្រើវេទមន្តលើនាងឲ្យនាងកាន់តែខ្លាំងជាងមុនបិសាចទាំង4របស់ Maple បានចូលខំអាបតនៅជាន់ទី 3 ឡើងចង់ងាប់បាត់រីឯគ្នារបស់នាងគ្រាន់តែឈរមើលក៏ចាប់រឿងដែរចុងក្រោយពួកគេក៏បានឡើងទៅដល់ជាន់ទី 4 ទីនេះមានទេសភាពជាស្រស់ស្អាតយ៉ាងខ្លាំងជាមួយនឹងផ្កា Sakura ពួកគេក៏ចាប់ផ្ដើមបំបែកគ្នាដើម្បីប្រមូលព័ត៌មាននៅទីនេះហើយបានបដុំគ្នាវិញនិយាយអំពីព័ត៌មានដែលខ្លួនដឹងទាំងអស់បង Kurumu បានទៅវាយបិសាចរីឯបងស្រី IE វិញបានទៅប្រមូលដើម្បីយកអវ៉ាន់ធ្វើអាវុធឲ្យគ្រប់រីឯ Canada វិញបានទៅរកកន្លែងអានសភៅម៉ៃជាមួយនឹងយួយបានទៅដើរលេងរីឯ Kasumi វិញបានទៅកន្លែងលក់ដាវដើម្បីមើលរីឯ Maple វិញកំពុងតែត្រូវបិសាចឡោមព័ទ្ធប៉ុន្តែវាប្រហែលជាមិនពិបាកទេសម្រាប់ Maple នៅខាងនេះវិញ Solly បានត្រូវគេលុបអាហារប៉ុន្តែនាងបានកិច្ចតន់ហើយក៏ដឹងថាម្នាក់នោះគឺជា Federica តែងតែគិតទាំងយុទ្ធសាស្ត្រប្រកួតជាច្រើនប៉ុន្តែវាសុទ្ធតែគ្មានផលប្រយោជន៍ចំពោះ Solly សម្រាប់នាងឲ្យតែវាយត្រូវ Solly តែម្ដងនាងក៏អស់ចិត្តហើយដូច្នោះពួកគេទាំងពីរនាក់ក៏បានទៅ PVP ជាមួយនឹងគ្នាទៀតត្រឡប់មកខាង Maple វិញនាងក៏បានចែកដនជួបជាមួយនឹងមីប៉ុន្តែមើលទៅនាងកំពុងតែធ្វើអ្វីមួយយ៉ាងអាកំបាំងមិនចង់ឲ្យនរណាគេដឹងនោះទេនៅពេលមិនឃើញនរណាគេនៅជុំវិញនាងក៏បានកលាខ្លួនហើយបាន teleport ចូលក្នុងផ្ទះយីប៉ែ Maple ឃើញចឹងក៏បានចង់សុំទោសគេព្រោះបានដឹងអាកំបាំងរបស់មីដូច្នោះនាងក៏បាន teleport ចូលតាមប៉ុន្តែនៅពេលចូលដល់នាងពិតជាញាក់ផ្អើលខ្លាំងណាស់មីកំពុងតែលេងសើចជាមួយនឹងពួកអកូនសត្វដែលគួរស្រឡាញ់ទាំងអស់នេះនៅឃើញ Maple មីរបស់យើងពិតជាអៀនយ៉ាងខ្លាំងប៉ុន្តែ Maple ក៏ជឿចិត្តពួកកូនសត្វនេះដែររាល់ថ្ងៃមើលទៅមីពិតជាកាចខ្លាំងណាស់នៅពេលនោះមីក៏បានបោះស្រាយថាក៏ពិតតាំងពីដំបូងនាងបានច្រឡំដែរបង្កើតចេញជា character មើលមុខទៅវារាងកាចបន្តិចហើយចែកដនអីអ្នកទាំងអស់គ្នាបានជឿជាក់នាងហើយឲ្យនាងធ្វើជាមេក្រុមទៀតដូច្នោះនាងក៏មានតែធ្វើតាមហើយនាងបានលាក់អាកំបាំងនេះចំពោះមិត្តក្រុមទាំងអស់គ្នាប្រាប់តែ Misery ម្នាក់ប៉ុណ្ណោះហើយនៅពេលនេះដឹងថែម Maple ម្នាក់ទៀតដូច្នោះនាងពឹងឲ្យ Maple លាក់អាកំបាំងមួយនេះផងប៉ុន្តែនៅពេលទៅចេញពីទ្វារក៏ចែកដនជួបជាមួយនឹងកូនចៅរបស់មីនាងក៏បានកលាខ្លួនខ្លាចជារៀងរាល់ថ្ងៃហើយបានប្រាប់ថាគ្រាន់តែមេក្រុមទាំងពីរកំពុងតែពិភាក្សាគ្នាតែប៉ុណ្ណោះដូច្នោះនាងក៏បានលា Maple ហើយត្រឡប់ទៅក្រុមរបស់ខ្លួនវិញនៅខាងនេះវិញ Federica បានប្រើវេទមន្តរបស់ខ្លួនដើម្បីវាយប្រហារទៅលើ Solly ប៉ុន្តែ Solly របស់យើងមានល្បឿនពិតជាលឿនដូច្នោះនាងបានកិច្ចយ៉ាងងាយស្រួលបន្តែនៅពេលដែលរត់នាងក៏បានទៅពប់ជើងពិតជាសំណាងខ្លាំងណាស់នាងបានកិច្ចទាន់ skill របស់ Federica ឃើញ Solly កំពុងតែអង្គុយដូច្នោះ Federica ក៏បានឆ្លៀតយកឱកាសដើម្បីវាយប្រហារម្ដងទៀតដល់ skill យ៉ាងធំក្នុងពេលដែលនាងកំពុងតែសប្បាយចិត្តព្រោះគិតថាបានវាយឈ្នះ Solly ហើយ Solly ក៏បានបង្ហាញខ្លួនពីក្រោយនាងដូច្នោះឲ្យមក skill នាងក៏បានចាញ់វិញយីប៉ែ Federica ឃើញចឹងក៏ពិតជាខឹងយ៉ាងខ្លាំងនៅពេលដែលខ្លួនចាញ់ម្ដងទៀតនាងក៏បានត្រឡប់ទៅវិញក៏ពិតមិញនេះ Solly បានប្រើ skill Annoy Damage ដូច្នោះនៅពេលដែលមាន damage đangវាយចូលខ្លួនរបស់នាងវាក៏មិនធ្វើឲ្យនាងស្លាប់បានដែរប៉ុន្តែអាចប្រើតែម្ដងក្នុងមួយថ្ងៃតែប៉ុណ្ណោះនៅពេលត្រឡប់មកប្រជុំវិញព្រោះតែអាជាន់ទី 4 មួយនោះវាពិតជាធំខ្លាំងពេកដូច្នោះអ្នកទាំងអស់គ្នាក៏មិនអាចយកព័ត៌មានមកទាំងអស់បានដែរឥឡូវនេះពួកគេទាំងអស់គ្នាត្រូវរៀបចំដើម្បីត្រៀមខ្លួនឲ្យកម្មវិធីគ្រីស្មាស់នៅពេលខាងមុខនៅពេលនោះដែរ Kasami បានលបឡហើយរត់ចូលក្នុងបន្ទប់មួយដែលមានតាំងរបស់សាមូរ៉ាយជាច្រើននាងពិតជាចូលចិត្តរបស់ទាំងអស់នេះខ្លាំងណាស់ប៉ុន្តែបើទិញមកទាំងអស់លុយក៏វាមិនតិចនោះដែរដូច្នោះនាងក៏បានទៅធ្វើបេសកកម្មដើម្បីរកថែមលុយនៅពេលកំពុងដើរក្នុងលអាងនាងក៏បានត្រូវដាវមួយវាយប្រហារនៅពេលដែលនាងទប់ស្គីដាវមួយនោះដាវក៏បានហោះពីក្រោមដីឡើងមកប៉ុន្តែបន្ទាប់មកនាងបានប្រើស្គីតែ2 3បណ្ណោះក៏បានយកឈ្នះដាវនោះយ៉ាងងាយស្រួលដូច្នោះនាងក៏យកបានដាវនោះដាវមានឈ្មោះថា Yukari ដូច្នោះនាងក៏បានទៅរកបិសាច level រៀងខ្ពស់បន្តិចដើម្បីតេស្តដាវសាក់មើលនៅពេលដែលដោះដាវចេញមករូបរាងខាងក្រៅរបស់នាងក៏បានផ្លាស់ប្ដូរវាធ្វើឲ្យនាងពិតជាអៀនយ៉ាងខ្លាំងនិយាយនាងសូម្បីតែខ្ញុំក៏អៀនដែរណាគេឲ្យกระดาษជូតមកតិចមកឈាមច្រើននេះជូតចេញសិននៅពេលនោះនាងក៏បានបំបែកដាវរបស់ខ្លួនចេញជាពីរហើយវាយប្រហារទៅលើបិសាចមិនតែប៉ុណ្ណោះនាងនៅកន្លាចេញដាវជាច្រើនដើម្បីចាក់ទៅលើមេឃចុះហើយក៏បានសម្លាប់បិសាចនោះទៅ skill នេះឲ្យនាងក៏ហៅបានដាវ10ដាវដើម្បីចាក់ចុះប៉ុន្តែដូរមកវិញព្រោះតែប្រើកម្លាំងច្រើនពេកនៅពេលដែលប្រើ skill នេះនាងនឹងខ្លាចជាក្មេងក្នុងរយៈពេល10នាទីនៅពេលនោះដែរដូរ៉ាសូក៏បានបង្ហាញមុខហើយនិយាយអំពី event ទី6ក៏បានចាប់ផ្ដើមនៅក្នុងកន្លែងនៃប្រព្រឹត្ត event មានបានលាក់ទុកអវ៉ាន់ដែលមានតម្លៃជាច្រើនអ្នកដែលចូលរួម event ទាំងអស់នឹងបាន teleport ទៅដល់កន្លែងណាមួយផ្សេងហើយរយៈពេលក្នុង event នេះគឺ2ថ្ងៃគិតតាមថ្ងៃក្នុង game កាសមីលឿនចឹងពិតជាសប្បាយចិត្តខ្លាំងណាស់ព្រោះ event លើកនេះមិនមែនដើរតាមក្រុមទេ
ដូចនេះហើយនឹងគ្មាននរណាគេអាចឃើញរូបរាងកូនក្មេងរបស់នាងនោះឡើយក្រៅពេលរាប់ពី10ដល់1ពួកគេក៏បានតែលផតទៅដល់កន្លែងមាន event មេផលបានទៅដល់កន្លែងដែលមានកូនបិសាចតូចៗជាច្រើននាងក៏បានចាប់ផ្ដើមកន្លះខ្លួនខ្លាយទៅជា robot បាញ់តែមកស្គីនាងក៏បានសម្លាប់អស់បិសាចជាច្រើនរីឯនៅខាងនេះវិញផែនក៏បានសម្លាប់អស់កូនបិសាចជាច្រើនស្រាប់តែពេលនោះក៏បានក្រុងកើដីផែនគិតថាបិសាចយ៉ាងធំមួយបានបង្ហាញមុខហើយការពិតនោះគឺជាមេផលនោះទេដូច្នោះពួកគេទាំងពីរនាក់ក៏បានអង្គុយនិយាយជាមួយគ្នាកាយវិការនិងក្បាច់និយាយវាពិតជាគួរស្រឡាញ់ខ្លាំងណាស់ប៉ុន្តែរូបរាងខាងក្រៅគឺវាអត់ស៊ីគ្នាតែម្ដងព្រោះតែរូបរាងមួយនេះអាចប្រើមួយថ្ងៃបានតែមួយដងប៉ុណ្ណោះដូចនោះហើយនាងក៏មិនចង់ប្រែក្លាយខ្លាចជារូបមនុស្សលឿននោះទេផែនក៏ចង់សហការជាមួយនឹងមេផលដើម្បីរៀនសូត្រអំពីការប្រយុទ្ធមេផលយើងបានយកព្រមប៉ុន្តែនាងនិយាយថាខ្លួនពិតជានៅសោយខ្លាំងណាស់ឃើញ player 2នាក់យ៉ាងខ្លាំងកំពុងតែសហការមួយគ្នា admin game គិតថាខ្លាចតែពួកបិសាចរបស់យើងទប់ទល់មិនឈ្នះនោះទេពួកគេក៏បានរកវិធីជាច្រើនដើម្បីវាយប្រហារមេផលដើម្បីឲ្យ game នោះវាបលិនមានវិធីជាច្រើនក៏បានបញ្ចេញចេញមកបន្តែចុងក្រោយពួកគេនៅតែសម្រេចចិត្តថាទុកមើលសិនទៅមេផលដើរទៅណាពួកបិសាចបានស្លាប់នៅទីនោះទាំងអស់រីឯ Pan វិញពិតជាគ្មានការងារដើម្បីធ្វើនោះទេព្រោះឯមេផលធ្វើឲ្យអស់ហើយនៅពេលនោះដែរ Pan ក៏បានលើកសម្លេងអ្វីមួយយ៉ាងប្លែកនៅពេលដែលងើយក្បាលឡើងឃើញឃុំជាច្រើនក្បាលកំពុងតែនៅលើក្បាលរបស់ខ្លួន Pan ឃើញដូច្នោះក៏បានលោតឡើងដើម្បីវាយប្រហារអស់ឃុំជាច្រើនក្បាលរីឯមេផលវិញនឹងទប់ស្កាត់ពួកបិសាចនៅខាងក្រៅកុំឲ្យវាយត្រូវបង Pan នៅលើនៅពេលកំពុងតែវាយនាងក៏បានច្រឡំកន្លោះកតុយត្រូវដើមឈើហើយបានធ្លាក់ទឹកឃុំត្រូវខ្លួនជាច្រើនឥឡូវបើត្រូវមកស្គីរបស់នរណាគេវាយធ្លុះអាក្រោះនាងប្រកាសជាមានបញ្ហាធំហើយឃើញដូច្នោះ Pan ក៏បានប្រើស្គីថ្មីរបស់ខ្លួនមានឈ្មោះថា Holy Rain វាបានបញ្ចេញពន្លឺយ៉ាងស្រស់ស្អាតហើយបានសម្លាប់អស់បិសាចនៅទីនោះដូចនេះហើយមេបិសាចក៏បានមកដល់ឃើញដូច្នោះ Pan ក៏បានហោះឡើងដើម្បីកាប់មួយដាវជាមួយនឹងបិសាចនោះហើយនៅខាង Solly វិញនាងក៏ទៅតែសម្លាប់បានបិសាចពេញពីងមួយហើយទទួលបានសមត្ថភាពពិសេសគឺប្រើបានសម្បុកពេញពីងមិនតែប៉ុណ្ណោះនាងនៅរើសបានប្រអប់កាដូមួយទៀតនៅក្នុង event មួយនេះនៅខាងនេះវិញកាសូមីក៏ទៅតែសម្លាប់បិសាចយ៉ាងធំមួយហើយនាងក៏បានកន្លះខ្លួនខ្លាចជាក្មេងនាងពិតជាមិនចង់ឲ្យនរណាគេឃើញរូបរាងមួយនេះនោះទេប៉ុន្តែពេលសោយខ្លាំងណាស់មានអបិម្នាក់ឈ្មោះថា Sin ក៏បានប្រទះឃើញនាងក៏បានប្រាប់ថាបំភ្លេចរឿងនេះទៅចាប់ទុកថាមិនបានឃើញអ្វីចុះប៉ុន្តែនៅពេលនោះ Sin ក៏បានប្រាប់ថាអាកណាត់រំខ្លួននោះវាចិត្តរបូតហើយនាងក៏បានអៀនខ្លាំងណាស់ហើយបានអង្គុយចុះបាត់នៅទីដែល Pam បានជួយជាមួយនឹង Drake ហើយនឹង Trade ដូច្នោះ Map ក៏បានសង Pan ទៅមិត្តរងក្រុងរបស់គេវិញក្រោយពេលត្រឡប់មកវិញពួកគេក៏បានបើកកម្មវិធី Christmas ដើម្បីញ៉ាំជុំគ្នានរណាគេដែលចូលរួមកម្មវិធីមួយនេះក៏ទទួលបានប្រអប់អំណោយមួយដែរក្រោយពេលរាប់ថយក្រោយពួកគេបើកប្រអប់កាដូជាមួយនឹងគ្នានៅពេលនោះនរណាគេក៏បានពាក់អាវ Christmas យ៉ាងស្រស់ស្អាតនៅពេលនោះអបិស៊ីនក៏បាននិយាយដូចកាស៊ូមីថាមិនក៏អាប្រារូបរាងជាកូនក្មេងពាក់ទៅវាគួរឲ្យស្រឡាញ់ជាងប៉ុន្តែមិនយល់ហេតុអ្វីមានតែ Map ប៉ុណ្ណោះដែលមានកៅអៅខុសពីគេអ្នកទាំងអស់គ្នាក៏បាននិយាយថាប្រហែលជាប្រអប់កាដូរបស់ Map គឺជារបស់ដែលមានតម្លៃហើយមើលទៅភាគទី2ក្រៅពី Map សមាជិកក្នុងក្រុមទាំងអស់កំពុងតែទល់តាំងជាមួយនឹងបិសាចមួយក្បាល Solly បានប្រើស្គីប្រើសបុកពេញពីរបស់ខ្លួនមើលទៅដូចជា Spider-Man អញ្ចឹងនាងបានវាយប្រហារទៅលើជើងរបស់បិសាចមួយនោះ Canada បានប្រើវេទមន្តដែលធ្វើឲ្យបិសាចនោះស្ពឹកប៉ុន្តែវានៅតែអាចប្រើវេទមន្តភ្លើងរបស់ខ្លួនបានគ្មានវិធីទៀតកាស៊ូមីមានតែសម្រាប់ចិត្តប្រើដាវមួយនោះរបស់ខ្លួនទៅប៉ុណ្ណោះរូបរាងខាងក្រៅរបស់នាងក៏បានផ្លាស់ប្ដូរនាងបានហោះចូលដើម្បីកាប់បិសាចនោះឲ្យវាមានរបួសធ្ងន់បងគូរ៉ូមូបានទម្លាក់សៀររបស់ខ្លួនចូលមកដើម្បីឲ្យម៉ៃជាមួយនឹងយុយបានឈរពីលើហើយជិះស្គីទៅវាយដូច្នោះហើយអូនស្រីពីរនាក់នោះបានប្រើស្គីរបស់ខ្លួនវាយឲ្យងាប់បិសាចនោះអ្នកទាំងអស់គ្នាក៏បានឡើងទៅជាន់ទី5ប៉ុន្តែរូបរាងគួរឲ្យស្រឡាញ់របស់កាស៊ូមីបានត្រូវអ្នកទាំងអស់គ្នាមើលឃើញទាំងអស់ស្ដាយឲ្យមេផលខាងណាព្រោះកំពុងតែឈឺដូច្នោះគ្មានឱកាសបានឃើញរូបរាងដែលគួរស្រឡាញ់បែបនេះនោះទេដល់ពេលដែលអ្នកទាំងអស់គ្នាបានដើរអស់អាជាន់ទី5នឹងចិត្តអស់ហើយទើបមេផលរបស់យើងជាពីជំងឺដូច្នោះមានតែនាងតែប៉ុណ្ណោះដែលវាយបតនៅជាន់ទី4ដើម្បីឡើងជាន់ទី5តែម្នាក់ឯងកំពុងតែឆក់កន្លែងវាយបតមិនដឹងជាធ្វើបែបណានាងក៏បានបោះដៃដូចជារូបចម្លាក់កំពុងតែធ្វើហើយនាងក៏បានតែលផតទៅដល់កន្លែងមួយនៅទីនេះមេផលទៅវាយឈ្នះលោកតាម្នាក់ដើម្បីឡើងជាន់ទី5នាងបានកន្លះខ្លួនខ្លាចជាមនុស្សយន្តហើយបានពឹងដាវរបស់ខ្លួនវាយប្រហែលទៅលើលោកតានោះប៉ុន្តែគាត់បានទប់បានយ៉ាងងាយស្រួលបន្ទាប់មកនាងក៏បានប្រើពឹសរបស់ Hydra ប៉ុន្តែលោកតានោះនៅតែវាយបានយ៉ាងងាយស្រួលគ្មានវិធីនាងមានតែប្រើរនាំងរបស់ខ្លួនឲ្យវាយបុកទៅតប៉ុន្តែបែរជាមិនធ្វើលោកតានោះរបួសបែរជារបួសមកខ្លួនឯងវិញមិនតែប៉ុណ្ណោះគាត់នៅវាយអណ្ដាវរបស់មេផលយើងរបួសទៀតមេផលកំពុងតែឆ្ងល់ខាងណាហើយអ្វីបានជាមិត្តរងគ្រោះរបស់ខ្លួនអាចយកឈ្នះទៅលើគាត់បានถ้าបើតែមិនចង់ឈឺខ្លួនឯងនោះទេប៉ុន្តែគ្មានវិធីនាងមានតែប្រើអាស្គីនេះបំទុះខ្លួនឯងតែប៉ុណ្ណោះប៉ុន្តែវាក៏បានជួយឲ្យនាងយកឈ្នះទៅលោកតាមួយនោះនៅពេលវាយហើយនៅសួរសុខទុក្ខគាត់ថាមានអីអត់ទៀតឃើញចឹងលោកតានោះក៏បានអញ្ជើញនាងផឹកតែហើយបានប្រាប់ទៅនាងថាឯងគឺជាអ្នកបន្តតំណែងរបស់យើងមេផលទទួលបានស្គីថ្មីដូច្នោះនាងក៏អាចកាន់កាប់បិសាចបានជាច្រើនក្បាលនៅពេលនោះមេផលក៏បានសួរថាកន្លែងនេះមិនមែនជាកន្លែងទ្វារឡើងជាន់ទី5ទេឬលោកតានិយាយថាមិនមែននោះទេដូច្នោះនាងក៏បានត្រឡប់ទៅវិញអង្គុយចាំមកសន្ទុះកូនចៅរបស់ក្រុមបងផែនក៏បានបង្ហាញមុខ
ข้าพเจ้าរបស់ពួកគាត់បានឡើងរែងអស់ហើយប៉ុន្តែមានអាសមាជិកថ្មីប្រមាណអ្នកមិនទាន់បានឡើងដូច្នោះពួកគេក៏បានចុះមកដើម្បីជួយសមាជិកទាំងអស់នោះឃើញដូច្នោះ Maple ក៏សុំតាមដើម្បីវាយបិសាចឡើងជាន់ទី5ដែរ Maple បានប្រាស្គីអាទីទេរបស់ខ្លួនដើម្បីជួយអ្នកទាំងអស់គ្នាតាន់ជាងមុនប៉ុន្តែពួកបែកនោះវាយបិសាចដូចអេះរមាស់ហើយបិសាចចឹងគ្មានឈើអីមិនតិចនៅពេលនោះដែរ Maple ក៏បានសាក់ប្រាស្គីថ្មីរបស់ខ្លួនគឺកក់ហៅបិសាចចេញមកដូច្នោះបិសាចរបស់នាងក៏បានលោតចូលវាយអាមេបិសាចនោះធ្វើអ្នកទាំងអស់គ្នាទីនោះមានតែហាមាត់ឈរមើលទៅប៉ុណ្ណោះដូច្នោះនាងក៏បានឡើងជាន់ទី5ជាប់មួយនេះដូចជានៅលើមេឃអញ្ចឹងព្រោះឯមានពពកជាច្រើននាងក៏បានចែកដនជុកមេឃជាមួយនឹងយុយប្អូនស្រីពីរនាក់នោះក៏បាននិយាយថាខ្លួនទៅតែត្រូវបិសាចវាយប្រហារ Maple បានតាមយុយជាមួយនឹងមេឃទៅដល់កន្លែងដែលបិសាចនោះកំពុងតែស្នាក់នៅទីនេះពិតជាងងឹតខ្លាំងណាស់បិសាចនោះបានប្រើរន្ទះដើម្បីវាយប្រហារទៅលើយុយជាមួយនឹងមេឃឃើញថាវាយ3នាក់នោះដូចជាមិនឈឺប៉ុន្មានវាក៏បានចាប់ដើមវាយខ្លាំងជាងមុនដូចនេះហើយ3នាក់បងប្អូនស្រីនោះក៏បានលោតដើម្បីកិច្ច skill ប៉ុន្តែនៅពេលនោះពពកនៅក្រោមជើងពួកគេក៏បានបែងចែកជាងជា2ម៉ៃជាមួយនឹងយុយក៏បានលោតឡើងហើយវាយទៅមកវថៃទៅប៉ុណ្ណោះក៏បានវាយប្រហារបានបតនោះទៅអូនស្រី2នាក់នោះទទួលបាន skill ថ្មីគឺប្រើរន្ទះដើម្បីវាយប្រហារពួកគេនិយាយថាមើលទៅ skill មួយនេះមិនសមជាមួយនឹងពួកគេប៉ុន្មាននោះទេរីឯ Maple វិញក៏ទទួលបាន skill ថ្មីដូចគ្នាគឺរីកបល្ល័ង្ករបស់ស្ដេចមេឃនៅពេលអង្គុយនៅលើរីកបល្ល័ង្កមួយនេះនាងនឹងបានឡើងឈាមមិនតែប៉ុណ្ណោះនៅមិនឲ្យ enemy ប្រើបាន skill លើនាងទៀតនៅពេលនោះដែរខាងក្រុមហ៊ុន game ក៏បានប្រកាសថាជាន់ទី6នឹងបានបើកនៅអាទិត្យក្រោយដូច្នោះហើយពួកគេទាំង3នាក់ក៏បានដើរមើលឲ្យជាន់ទី5នេះអស់ចិត្តហ្មងយីប៉ែ Maple ជួយចិត្តអ្វីដែលទុនដូចជាពពកនេះខ្លាំងណាស់ដូច្នោះនាងលពឹសជាប្អូនស្រី2នាក់របស់នាងទៀតដល់ថ្ងៃក្រុមរបស់ Maple ក៏បានបង្ហាញមុខវាយគ្នាជាមួយនឹងមេបិសាចនៅជាន់នេះដើម្បីឡើងជាន់មួយទៀតអាបិសាចមួយនេះវាពិតជាស្វិតខ្លាំងណាស់ប៉ុន្តែស្មានតែខ្លាំងប៉ុណ្ណាមានតែម៉ៃជាមួយនឹងយូរប៉ុណ្ណោះលោតចូលវាយអ្នកទាំងអស់គ្នាឈរមើលក៏ឈ្នះដែរឡើងដល់ជាន់ទី6កន្លែងនេះវាមើលទៅដូចជាកន្លែងនៅងឹតហើយពិតជាគួរឲ្យខ្លាចយ៉ាងខ្លាំងថែមអាយប៉ែសូលីខ្លាចខ្មៅទៀតដូច្នោះកន្លែងមួយនេះធ្វើឲ្យនាងពិតជាភ័យខ្លាំងណាស់ដូច្នោះនាងសម្រេចចិត្តថានឹងលេងនៅជាន់ផ្សេងទៀតមិនលេងនៅអាជាន់ទី6នឹងទេចាំដល់ពេលណាមានជាន់ទី7ទើបនាងត្រឡប់មកជាន់ទី6វាយស្ដេចបិសាចហើយឡើងជាន់ទី7យកមកប៉ុន្តែនៅពេលនោះនាងក៏បានអានបានព័ត៌មានមួយពីក្រុមហ៊ុន game បើ farm នៅជាន់ទី6មួយនេះនឹងជួយល្បឿននិងភាពរហ័សរហួនរបស់ player ឡើងកាន់តែខ្ពស់នោះហើយជាអ្វីដែលនាងកំពុងតែត្រូវការដូច្នោះបង្ខំចិត្តនាងមានតែត្រឡប់មកដើម្បី farm នៅជាន់ទី6ប៉ុណ្ណោះនាងបានចងភ្នែករបស់ខ្លួនហើយបានទៅរក Maple ដើម្បីពឹងឲ្យជួយទៅរកឧបករណ៍ដែលនាងកំពុងតែត្រូវការហើយលើខ្លួនអណ្ដាតរបស់ Maple មើលចុះនាងនៅតែខ្លាយទៀតនាំទៅចុះដល់ដីនឹងប៉ុណ្ណាទេយីមែនSolly ទៅលើកដៃឡើងដើម្បីចោលផ្លូវក៏មានខ្មោចមួយខាំដៃរបស់នាងធ្វើឲ្យនាងពិតជាភ័យខ្លាចយ៉ាងខ្លាំងដូច្នោះពួកគេក៏បានទៅដល់ផ្ទះយ៉ាងធំមួយដែលទីនោះមានអវ៉ាន់ដែល Solly កំពុងតែត្រូវការឃើញ Solly ខ្លាចចឹង Maple ក៏បានច្រាននាងចូលទៅក្នុងយកហ្មងនៅក្នុងរៀនងឹតបន្តិចប៉ុន្តែផ្ទះមួយនេះពិតជាធំខ្លាំងណាស់ Maple បានដាក់ Solly លើខ្នងហើយបានហោះទៅគ្រប់បន្ទប់នៅពេលនោះដែរក៏មានដៃជាច្រើនបានបង្ហាញចេញមកពីក្នុងអញ្ចឹង Solly ឃើញអញ្ចឹងក៏បានស្រែកយ៉ាងលឺឃើញដូច្នោះយប៉ែ Maple ក៏បានអូសកំភ្លើង Singan របស់ខ្លួនជាមកដើម្បីរះយកមកប៉ុន្តែនៅពេលនោះដែរ Maple ជាមួយនឹង Solly ត្រូវបាន teleport ទៅកន្លែងពីរផ្សេងគ្នាក្នុងផ្ទះ Solly បានត្រូវដៃមកគូនៅក្នុងជញ្ជាំងប៉ះទៅខ្លួននេះក៏បានស្រែកយ៉ាងលឺហើយបានរត់យ៉ាងលឿននៅពេលនោះ Solly ចង់សាញ់អោតពី game សិនប៉ុន្តែ game នៅទីនេះហាមសាញ់អោតនៅក្នុងផ្ទះមួយហ្នឹងលឺមិត្តភក្តិរបស់ខ្លួនស្រែក Maple បានហោះទៅគ្រប់កន្លែងដើម្បីរក Solly ហោះទៅវិញទៅមកទើបនាងឃើញ Solly កំពុងត្រូវខ្មោចដេញ Maple បានរៀងដៃទាំងអស់នោះឲ្យ Solly ពួនក្នុងទូប៉ុន្តែនៅទីនោះនៅមានខ្មោចជាច្រើនទៀតឃើញដូច្នោះ Maple ក៏បានប្រើរីកបល្ល័ង្ករបស់ស្ដេចមេឃធ្វើឲ្យខ្មោចទាំងអស់មិនហ៊ានចូលចិត្តនាងចែកដល់ឯនៅពេលនោះក៏មានមនុស្សមួយក្រុមនៅទីនេះតាក់ទាញខ្មោចរត់ចេញទៅក្រៅអស់ Solly ឃើញដូច្នោះក៏បានអូស Maple រត់យ៉ាងលឿនចេញពីផ្ទះ Solly បងរត់នឹងសាញ់អត់ចេញពី game ក៏មានដៃមួយប៉ះស្មារបស់នាងប៉ុន្តែព្រោះតែក្នុងផ្ទះនោះយូរពេកដូច្នោះគេក៏ទទួលបាន skill ថ្មីមួយទៀតដែរ skill នោះនឹងជួយរបស់ដែលពួកគេកំពុងតែប្រើប្រាស់គុណភាពរបស់វានឹងគុណឡើងទ្វេដងចុងក្រោយ Solly ក៏បានចាក់ចេញពី game បងរងនឹងទៅមួយទឹកនេះក៏បានអានกระดาษមួយថាម៉ាក់ចេញក្រៅមានការមួយផ្លែតរីឯឪពុកវិញយប់មួយនេះទៅធ្វើការមិនត្រឡប់មកផ្ទះវិញនោះទេចាប់ហ្មងនៅក្នុងផ្ទះនេះឲ្យតែមានសម្លេងបន្តិចក៏អាចធ្វើឲ្យ Solly ខ្លាចបានដែរនៅពេលនេះដូច្នោះនៅពេលដែលមួយទឹកនេះក៏បានទេឲ្យ Maple ដើម្បីកំដរនាងកុំឲ្យនាងខ្លាចខ្មោចដូច្នោះហើយពួកគេទាំងពីរនាក់ក៏បាននិយាយគ្នាលេងយ៉ាងយូរភាគទី3 Maple បានត្រូវបលឹងខ្មោចពីរនាំចូលក្នុងផ្ទះនៅពេលដើរចូលនាងក៏បានធ្លាក់ចូលអន្ទាក់របស់ខ្មោចពីរនោះនៅក្នុងនោះមានសុទ្ធតែស្លាមមិនតែមិនអ្វីនោះទេ Maple បានប្រើវេទមន្តរបស់ខ្លួនដើម្បីបង្កើតស្លាមនឹងខ្លាចជាអាក្រក់របស់ខ្លួនទៀតបន្ទាប់មក Maple ក៏បានហោះឡើងមកហើយដេញចាប់បលឹងខ្មោចពីរនាក់នោះវិញដូច្នោះគេក៏បានធ្វើឲ្យ mission របស់ខ្លួនហើយទទួលបានរង្វាន់ឬឯពួក admin game នេះវាឈឺក្បាលខ្លាំងណាស់សម្រាប់ Maple មនុស្សអីក៏ខ្លាំងបែបនេះមិនដឹងធ្វើយ៉ាងណាទេថ្ងៃនេះដែរ Maple បានហៅ Solly មកក្រុមព្រោះនាងចង់ឲ្យ Solly មើលរូបតាមបែបអឺរ៉ុបរបស់នាងអារ៉ុបមួយនេះក៏មានសមត្ថភាពពិសេសរបស់វាដែរគឺគ្រប់គ្រងវត្ថុបាន10វត្ថុនេះក៏ជាអំណាចដែលនាងទទួលបានក្រៅពេលចូលផ្ទះខ្មោចថ្ងៃមុន
อันนี้คือเจเจอร์มากู้ระบบมนุษย์สลับให้หนังได้มากู้ระบบมนุษย์ตระการช่วยแต่ซอลี่กับโบตระการโดยเฉพาะแม่พ่อกับบ้านช่วยซอลี่ยอมโมบิเตสขมอยหนุบรรทายกล้าวเปปลาได้ตระการช่วยตามมาแพลดแก่กับบ้านซองตัวแม่พ่อวิ่งแม่พ่อเป็นจิตงอข้างหน้าโดยเฉพาะแก่กับบ้านโยนโมปลาสะเมื่อดอกไปเคยให้บ้านแกดังแทนหรือโมไม่ซอลี่ซองเอาให้ใครขโมยจองงบให้เมื่อใดนั่งบ้านมือสันตุเมื่อกับบ้านมาปรังแม่พ่อตะไวใบซ่าจมูกเนียงบ้านสำหรับบ้านใบไซมันนี่หนึ่งตัวบ้านอุปกรณ์ได้ช่วยกำลังเพลิงหรือบอกเนียงกันแต่ครั้งจิมุนมันแต่ไม่ใบไซมันนี่วิปจิครั้งไปหายนับไปตัดดอกไหลนุแม่พอบ้านปลาริพลังหรือบอสได้เมกเวียนหนึ่งกาเปียกับมอยเตยเกวายบอลใต้โดวันนี้หนึ่งมันไอดาแต่นาบ้านเตะบ้านแต่งก้อยมากไหลหนึ่งมองใบไซขโมยนุกับบ้านบางไฮมุกมีบ้านคอมปรังปลาเพลิงหรือบอกเรื่องใบวิปหาตะเลติงออนุบอลใต้วิขมีประหยัดนุเตใบไซกับการแต่การจราล้างจราล้างมีมีแต่โจจัดแม่พอหนึ่งใบบ้านกาเปียได้ปนโนในเปนูมีกับบ้านโซดมนให้บ้านมันเจงเพลิงจงวิ่งครัวอย่างสะอาดฮัสกิลมนุวิปัจจิทมข้างหน้าเว็บบ้านสำหรับเอาใบไซติงออกกระเปย์ให้เรื่องแม่พ่อบ้านบูมีเตอร์โฮกาแฟผู้เก่งในใหญ่ขึ้นปัจจิตรายข้างหน้าตั้งไปเรื่องน้องเงยโดยเรื่องจีบขังกลายตีดได้ไม่วิ่งโจจัดได้จมูกแม่พ่อเจงได้จมูกหนึ่งก้นกลมหรือบอกล้วนรู้เนื้อเป็ดได้จมูกหนึ่งเนรีตัวไอ้บอกเยอะเน่งไอ้บนเจงจีรักปัดบอกเน่งจริงโมให้เน่งกับปัดโต๊ะล้วนไอ้ให้ไว้เป็นนั่งตะวันกาและจะได้เตยยังเธออย่าเลยบะมองในเป็นเราได้เฟรเดริกาจมูกหนึ่งกาซูมิกับบ้านบางไฮมกการปัดเฟรเดริกาจองรกซอลี่นำใบไว้ขี้เนียตีบนใต้มันเคยมีแต่วัวกาซูมิตะโฮกาแฟตะปนผู้เก่งแต่งบุญเนี่ยกับบ้านในใหญ่จมูกขี้เนียยังสบายให้นักผู้เก่งกันในใหญ่ทายในอีเวนต์เหมือนตัวในกล้องระบบผู้เก่งประกอบจิตชิเนียจิมันคานหรือแบบเฟรเดริกาไว้ในใหญ่ทายจ้องโยผัวโกนควายมาเธอจะซัดจำระบบล้วนนำใบบลายซอลี่บนใต้แม่พ่อบ้านในใหญ่ขึ้นวิ่งประหยัดผัวควายตั้งคำว่าความเพียบจงกลายง่ายแต่อีเวนต์ที่ปรำปีกับบ้านหมกดอลขนมอีเวนต์ปีบะนี่กันไหลในบ้านใจกินมอมีกับรถปีบะเซ็งขี้เนี่ยขนมระยะเปรย์ปรำไงบอสั้นบ่าวไว้บ้านกับรถการแต่ปีบะมีลอยการแต่จานไปโจดออีเวนต์ซอลี่จมูกแม่พ่อบ้านบรรจุตลอดกันไหลแต่มวยจมูกขี้เนี่ยในทีนี้ผู้เก่งแต่ล้างประซับดับจอนนุในจอนตีมวยแม่พ่อบ้านปลาสเกียบุบเสียระบอกล้วนเหมือนใต้ปนอเนี่ยปลาสเกียโรมจีมเรียโดยเฉพาะเหมือนคลายเตอร์อันเตะนุเตเมื่อไปได้เคยใบไซนี่กับบ้านโอกับเพลิงเราบอกล้วนจมูกมันนั่นไปได้ได้โจเชอร์บันติผู้เก่งกับบ้านปะเตียจมูกเนี่ยเหมือนกับว่าผู้เก่งตั้งปีเนี่ยกับบ้านสาการเนี่ยนำใบวิไปหาจมูกเนี่ยนุนั่นไปได้เนี่ยไว้ปีหนึ่งเตอแม่พ่อบ้านโอซาลีไอฮอลลันเตอร์นำใบเก็กสเกียร์นั่นไปได้ซอลี่กับบ้านดังจำนวนซอยบอลเนี่ยมันคือหนึ่งครั้งหมดโดยเฉพาะแม่พ่อกับจอมไปได้เนี่ยนุหาหมดอย่างทมเนี่ยกับบ้านบังมือสเกียร์ให้สำหรับอันนี้นุเตอพวกแอดมินเกมกับชับดำชื่อว่าอะไรอันนี้มือนั่งมีประตูดีเฟนเป็นจุดขบวนทางหน้าบนใต้ปีนี้นุบาจุดดังจำนวนซอยบอกเวียเลื่อนไปหอยล้านน้อยจอนดีปีที่นี่ก็จะบรรณาลายมวยโดยเฉพาะแม่พ่อกับบ้านเยาเวนตาบอกลุนจิมอเปะเมื่อเตอร์เวโดยเจเนมีจุดแหนดังไงจังไงนับเป็นเราได้ก็มีสลักเสื้อผ้าดิจานห่อในจงวิงนุผู้วิ่งกับบ้านผมโมปดมโจให้คล้ายใจเสื้อผ้ามือกับว่าเคยจังแม่พ่อกับจับดามปลาสเกนนำไปวิ่งไปหาตะลุยเสื้อผ้ามือนุบนใต้เสื้อผ้าวันนี้วิ่งเพื่อจะคลั่งเหมือนเต้นวิ่งบ้านย่อจังหวะโมรมจบมาโรบอทบอกแม่พ่อเหมือนใต้ปนนย่อสเกียร์บอกเนียงเตียดโดยเฉพาะซอลี่กับบ้านเพื่อจะทรายแมนเต้าสมบูรณ์เพียงให้ช่วยแม่พ่อเก็กสเกียร์เป็นหนึ่งเกิดเตอร์เกิดเมาแม่พ่อไม่รำท่าเสื้อผ้ามนุษย์บ้านย่อสเกียร์คลั่งบอกเนียงสเตอร์ติดถึงเอาหายในปีนี้ประตูดีเฟนระบบแม่พอมีเชียงปีปอนโดยเฉพาะซอลี่บันปังแม่พอยเฟยจิตแตงนำไปตัวดำไม่ถึงออกเรื่องนี้วิ่งหนึ่งพระระเบิดอย่างลื่นระบอกล้วนบันกรอบเพลิงเตอกับเพลิงระบอกเสียพายนุซอลี่กระจับดำโจจัดจริงหมดนี้บ้านวีไปหาเลเวียบนใต้เสียพายมวยนุวีกับมันอ่อนน่ะได้เพื่อบ้านก็หายิงเสียพายจิตจานกระบาที่นำไปช่วยเวียในปีนู้แม่พ่อกับบ้านตรัสเสียพายนุคำกระบาบนใต้วีมันซื้อไม่ดำไม่นุเตซอลี่กับบ้านชิดแบบการวันนี้ไว้ไปหาเสียพายจิตจานกระบาในปีนู้อยู่แป้แม่พ่อบำรุงท่านหนังซีเสียพายนึงยมบนใต้ซอลี่บ้านไว้วิ่งงบเอาบัตรแต่หอยเปิ้งก็เลิกสบายเจอเนี่ยแม่พ่อโดยเฉพาะซอลี่กับไอโยชเนี่ยบ้านเลยจะเพิ่มมวยนี่ฮัสกี้ระบายแม่พ่อกับบ้านตลอดมาวิ่งถึงออกล้างดอจอนติใบที่นี่เพื่อจิกระดาษทางหน้าผู้นักกรามเชิงสุตลาวาให้กับเมียใบไซเพลิงเมื่อบางไฮหมกไว้บางบัดเพลิงดาระบอกผู้เกย์ซอลี่บ้านมังกาจิ้งระบองตะเกาะจิตรานให้บ้านปลาสมบุกปิ่งเปี้ยนระบอกล้วนตองลังนับเป็นอะไรแม่พ่อกับบ้านห้านดาระบอกล้วนจิมอกใบสเกียตะเกาะบนปลายนับเป็นตรังสเกียนห้อยใบไซนกใบเจียคล้ายเจียใบไซตะเกาะวิ่งมันใต้ปนเนาะอันดาระบอกนี้จมูกหนึ่งแม่พ่อหนึ่งซอลี่บินหนึ่งคล้ายเจียตะเกาะด้วยขี้เนี่ยขมิ้นวิธีเตะแม่พ่อกับบ้านกระลาคล้วนคล้ายเจียใบไซดำใบเตอร์ซี่ใบไซเพลิงพิธีบุญเกยตั้งปีเนี่ยกับบ้านล่างดอชอนติบุญที่นี่โดยเจนกราวตึกอันจังนับไปนู้ก็มีอันดักอย่างทมมวยไฮกัดแม่พ่อไปจิตโจเจ็ดมันก้อยเลื่อนดักครั้งนั้นโดยลุชนอซอลี่กับบ้านนอมัดแพร่บอกล้วนลาขนอนดักนั้นเด็กสำหรับตื่นอะไรก็ดอมเมาไว้ขณีไอโฟนดักมันนึกคือเจียมไม่ใบไซในจวนมวยนี้ผู้เกยดังท่าสมบัติบอลดักมันนี่ไปจิเริงครั้งนั้นโดยชนอกับบ้านเจ้ากราวลำไปไว้เตอร์ปูระบอลดักวิ่งโดยชนอดักมันนึกกับบ้านแอดแตะบัตเตอร์
នៅខាងនេះវិញមិត្តរំក្រុមរបស់ Map Paul កំពុងតែត្រូវសូម B ឡោមព័ទ្ធនៅពេលដែលពួកគេកំពុងតែវាយបិសាចឈៀវព្រោះអីវាមិនពិបាកខ្លាំងនោះទេក៏មានដៃមួយយ៉ាងធំចេញពីក្រោមដីឡើងមកការពិតវាគឺជាមេបិសាចនៅកន្លែងនេះបងគ្រូមូបានធ្វើជាតែងដើម្បីទប់ទល់ដល់មេឃបង Isaac ក៏បានគប់អាខុសថ្មីដែលគាត់ទៅបង្កើតចេញមកអាក្របមនុស្សដូចជាឆ្នាំស្ពឹកចឹងនៅពេលដែលត្រូវហើយបិសាចនោះក៏ឈរស្ងៀមម៉េចជាមួយនឹងយួយក៏បានវាយពីលើចុះមកក្រោមដូច្នោះអាបិសាចមនុស្សក៏បានងាប់ដែរនៅខាង Map Paul វិញក៏បានឡើងទៅដល់ជាន់ទី5ប៉ុន្តែជាន់មួយនេះមានខ្មោចច្រើនខ្លាំងណាស់ដូច្នោះ Solly ក៏បានពួនក្នុងមាត់របស់ Map Paul នៅសល់មិនទៅឲ្យ Map Paul ជាអ្នកវាយទាំងអស់នៅពេលនេះក្រុមដែលកំពុងទៅជាប់លេខ1គឺក្រុមដើរទេពរបស់បងផេតក្រុមនេះមាន player យ៉ាងខ្លាំង4នាក់រីឯ player 4នាក់ទៀតនោះបានទៅឈរមើលហើយបានអបអរសាទរប៉ុណ្ណោះគ្មានបានប្រយោជន៍អ្វីទេបិសាចក៏ចាប់ដើមបង្ហាញមកទៀត Federica បានប្រើវេទមន្តរបស់ខ្លួនធ្វើឲ្យមិត្តរួមក្រុមវាយខ្លាំងជាងមុនដូច្នោះសម្រាប់បបនេះពិតជាមិនពិបាកទេសម្រាប់ពួកគេហើយពួកគេក៏បានឡើងទៅដល់ជាន់ទី8រីឯក្រុមរបស់មីវិញកំពុងតែដើរកន្លែងមួយដែលមានប្រយោជន៍ច្រើននៅជាន់ទី7ហើយទីនេះក៏មានអន្ទាក់ច្រើនខ្លាំងណាស់ក្រៅពេលពេញមួយថ្ងៃធ្វើការយ៉ាងហត់ពួកគេក៏បានជួបជុំគ្នាវិញ Map Paul ជាមួយនឹង Solly ក៏បានឡើងទៅដល់ជាន់ទី7ដូចគ្នានៅខាងមីវិញកំពុងតែវាយគ្នាជាមួយនឹងអាបិសាចតកកមួយហើយ Misari កំពុងតែប្រើវេទមន្តរបស់ខ្លួនដើម្បីព្យាបាលរបួសឲ្យមិត្តរំក្រុមឃើញដូច្នោះមីបានប្រើកម្លាំងភ្លើងរបស់ខ្លួនយ៉ាងខ្លាំងធ្វើឲ្យអាសត្វមួយនោះវាចិត្តរលាយហើយនាងបានលោតទៅសម្លាប់អាសត្វមួយនោះតែម្នាក់ឯងនៅពេលនេះ3ក្រុមដែលខ្លាំងជាងគេក្រុមបងផែនមីជាមួយនឹង Map Paul ក៏បានឡើងទៅដល់ជាន់ទី8ដូចគ្នានៅជាន់ទីនេះដែរស្កាស៊ូមីបានត្រូវបិសាចអ្វីមួយវាប្រហារធ្វើឲ្យនាងក៏បានដេកលក់បាត់ប៉ុន្តែសំណាងខ្លាំងណាស់បងឯងសិតបាននៅកន្លែងនេះហើយមានថ្នាំបន្សាបប៉ុន្តែនៅខាង Map Paul វិញក៏ត្រូវអាពឹសមួយនឹងដែរប៉ុន្តែគ្មានបងឯងសិតទេដូច្នោះនាងក៏បានដេកបាត់ប៉ុន្តែ Solly បានម្នាក់ឯងវាយជាមួយនឹងមេបិសាចនៅជាន់នេះដូច្នោះ2នាក់គេក៏បានឡើងទៅជាន់ទី9នៅជាន់ទី9នេះដែរពួកគេត្រូវតែដើរលឿនព្រោះនៅពេលដែលជាន់ហើយកម្មចដានឹងរលាយបាត់ភ្លាមនៅពេលនោះដែរមេបិសាចនៅជាន់ទី9ក៏បានបង្ហាញមុខ Map Paul បានប្រើ skill robot យ៉ាងខ្លាំងរបស់ខ្លួនជាមកដើម្បីវាយជាមួយនឹងវាប៉ុន្តែអាបិសាចនោះបានមានការវាយឡងនៅពេលដែល Map Paul វាយលើវាបែបជាឡងខ្លួនឯងទៅវិញនាងបានធ្លាក់ចូលទៅក្រោមប៉ុន្តែសំណាងហើយណា Solly បានប្រើសម្បុកពេញពីងអូសនាងឡើងមកវិញនៅពេលនោះដែរឲ្យតែ Solly ជាមួយនឹង Map Paul ប្រើ skill អីអាបិសាចនោះក៏ប្រើ skill នឹងដូចគ្នាឃើញដូច្នោះ Map Paul ក៏បានប្រើ skill មួយគឺស្វាងពីលើចុះមកក្រោមដូច្នោះសូម្បីតែអនុបន្ទូ defense គូក៏មិនអាចទប់ជាប់ចំពោះ skill នេះរបស់ Map Paul ដែរដូច្នោះនៅពេលនេះ3ក្រុមដែលខ្លាំងជាងគេក៏បានឡើងទៅដល់ជាន់ទី10នៅជាន់ទី10នេះមានមេបិសាចយ៉ាងខ្លាំងមួយដែល admin game ទាំងអស់ពិតជាជឿជាក់ថាវានឹងអាចវាយឈ្នះទៅលើ Map Paulទៅជួបវាភ្លាមវាបានកាប់ Map Paul យើងខ្ទាតចង់1000ម៉ែត្រអាបិសាចនេះខ្លាំងហើយនៅវាយលឿនទៀតសូម្បីតែ pro player ដូចជា Solly ក៏មិនអាចធ្វើអ្វីវាបានដែរនៅពេលនោះដែរ Map Paul ជាមួយ Solly ក៏មានផែនការមួយ Solly បានកោះហើយកូនកញ្ជ្រោងរបស់ខ្លួនចេញមក Solly ជាមួយនឹងកញ្ជ្រោងរបស់ខ្លួនក៏បានលោតឡើងដើម្បីវាយប្រហារទៅលើមេបិសាចនោះនៅពេលនោះមេបិសាចក៏បានពង្វើដើរមកជុំហើយកាប់ត្រូវ Solly ប៉ុន្តែនោះគ្រាន់តែជាសមោរបស់នាងប៉ុណ្ណោះនៅពេលនេះកញ្ជ្រោងរបស់នាងបានបង្កើតយើងសមោជាច្រើនរបស់នាងនៅពេលដែលអាមេបិសាចនោះកាប់ខុសមួយនឹងត្រូវនាងវាយប្រហារវិញភ្លាមហើយនាងបានចាក់ម្ដាលពីក្រោយខ្នងរបស់មេបិសាចនោះ Map Paul ក៏បានលោតទៅហើយកក់ដីនៅជុំវិញនឹងបន្ទាប់មកនាងក៏បានប្រើ skill ពឹសរបស់ Hydra ប៉ុន្តែវាគ្មានប្រយោជន៍ទេបិសាចមនុស្សបានផ្លាស់ប្ដូរ skill Map Paul ក៏បានក្លាខ្លួនថាជាបិសាចដើម្បីកិច្ចអំពី skill ភ្លើងមួយនឹង Map Paul បានហានដាវរបស់ខ្លួនជាមកដើម្បីបង្កើតជញ្ជាំងការពារប៉ុន្តែទប់ទល់មិនបាននោះទេអណ្ដាវរបស់នាងក៏បានត្រូវរបួស Map Paul ជាមួយនឹង Solly ក៏បានសហការម្ដងទៀត B នឹងសម្រាប់វាបានហើយប៉ុន្តែវាបានកក់ហើយដាវជាច្រើនចេញមកនៅពេលនោះដែរខ្ញុំស្មានតែ Solly មិនអាចកិច្ចបានទៀតទេប៉ុន្តែ Map Paul បានប្រើខ្លួនរបស់នាងដើម្បីទប់ skill មួយនោះឲ្យ Solly ឃើញដូច្នោះ Solly ក៏បានប្រើ skill healing របស់ខ្លួន healing ឲ្យ Map Paul វិញបន្ទាប់មកពួកគេក៏បានធ្វើឲ្យកក់3 secondដូចនោះ Map Paul បានប្រឹង skill ធ្វើបំទូខ្លួនឯងម្ដងទៀតប៉ុន្តែ skill មួយនេះត្រូវការ5 second ដូច្នោះ Solly ក៏បានបង្កើតចេញរនាំងជាច្រើនហើយវាក៏បានគ្រប់គ្រាន់សម្រាប់ឲ្យនាងធ្វើបាន skill មួយនោះប៉ុន្តែអាបិសាចមួយនោះវានៅតែមិនមានអ្វីទាំងអស់ Map Paul ប៊ីនឹងត្រូវអាបិសាចនោះវាយត្រូវសំណាង Solly បានប្រើសម្បុករបស់នាងអូស Map Paul ឡើងមកហើយនាងក៏បានកាត់ក្បាលរបស់អាបិសាចនោះដូច្នោះក៏បានយកឈ្នះអាបិសាចជាន់ទី10ដូច្នោះក្រុម Pene គឺជាក្រុមដែលជាប់លេខ1ក្រុមរបស់ Mi គឺលេខ2រីឯក្រុមលេខ3គឺក្រុមរបស់ Map Paul Solly បានមាន skill ប្រើប្រាស់ទឹករីឯ Map Paul វិញ skill របស់គេគឺធ្វើឲ្យរនាំងរបស់នាងមិនអាចខូចបានសមាជិកផ្សេងទៀតក៏បានត្រឡប់មកវិញក្រោយពេលពួកគេវាយហើយបិសាចទាំងអស់ក៏មានព័ត៌មានថាជាន់ទី7ចិត្តបើកហើយដូច្នោះពួកគេវាយឲ្យងប់មេបិសាចនៅជាន់ទី6គឺចប់ហើយHello សួស្តីទាំងអស់គ្នាមុននឹងចូលវីដេអូមួយនេះខ្ញុំចង់ផ្ញើពាក្យអរគុណទៅបងប្រុស2នាក់ដែលបានជួយ donate ឲ្យខ្ញុំត្បិតតែវាមិនសូវច្រើនប៉ុន្តែវាជាទឹកចិត្តរបស់ពួកគាត់ខ្ញុំពិតជាអរគុណយ៉ាងខ្លាំងហើយបញ្ហាមួយទៀតខ្ញុំចង់និយាយថាគឺរឿង Blue Lock វាមិនទាន់ចេញ season 2 ទេដូច្នេះបងប្អូនកុំ comment សួរខ្ញុំថាបងអង្ការធ្វើ Blue Lock ទៀត season 1 វាបានអស់ហើយបើអង្ការណាមានរឿងខ្ញុំនឹងធ្វើឲ្យអ្នកទាំងអស់គ្នាមើលភ្លាម
แต่បើតែរវល់យ៉ាងខ្លាំងបន្តែខ្ញុំនឹងខំចេញវីដេអូអ្នកទាំងអស់គ្នាជាបន្តបន្ទាប់ប៉ុន្តែខ្ញុំមិនអាចសន្យាបានថាខ្ញុំនឹងចេញវីដេអូមួយអាទិត្យប្រហែលដងនោះទេបើតែពេលណាខ្ញុំនឹងធ្វើពេលនោះឲ្យអ្នកទាំងអស់គ្នាមើលភ្លាមដូច្នោះអរគុណហើយណាតោះខ្ញុំឈប់និយាយច្រើនហើយឥឡូវអញ្ជើញអ្នកទាំងអស់គ្នាមើលវីដេអូរបស់ខ្ញុំមុននឹងមើលកុំភ្លេចចុច like និង subscribe ឲ្យខ្ញុំផងអរគុណច្រើនភាគទី5នៅជាន់ទី7នេះមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់មិនតែប៉ុណ្ណោះនៅជាន់នេះយើងអាចចាប់សត្វមួយចំនួនមកធ្វើជាសត្វចិញ្ចឹមរបស់ខ្លួនប៉ុន្តែតើតែសត្វណាមានរូបចិញ្ចៀនមួយនេះទើបអាចចាប់មកយកធ្វើជាសត្វចិញ្ចឹមបានមានវិធីពីរដើម្បីបង្ក្រាបបានសត្វទាំងអស់នេះមួយគឺជួនអវ៉ាន់ឲ្យវាមួយទៀតគឺវាយវាយកមកមានតែ map pro ជាមួយនឹង solid ប៉ុណ្ណោះដែលមានសត្វហើយដូច្នោះពួកគេមិនអាចចាប់បានថែមទៀតទេដំបូង Canada នឹងស្វែងយល់អំពីសត្វទាំងអស់នៅក្នុងជាន់មួយនេះបន្ទាប់មក map pro បានយកអណ្ដើករបស់ខ្លួនជាមកដើម្បីដឹកម៉ៃជាមួយនឹងយួយពីរអ្នកនេះចង់ចាប់អាសត្វណាដែលមានរូបរាងខ្ជូតដូច្នោះ map pro ក៏បានទៅជាមួយពួកគេនៅពេលនោះដែរពួកគេក៏ប្រទះឃើញខ្លាឃ្មុំពីរក្បាលដែលគួរឲ្យស្រឡាញ់ប៉ុន្តែ3អ្នកនេះគឺជា3អ្នកដែលរត់យឺតជាងគេក្នុងក្រុមហើយដូច្នោះមិនអាចដេញតាមខ្លាឃ្មុំនោះទាន់នោះទេបន្ទាប់មកពួកគេក៏បានទៅផ្ទះសួរបងអ៊ីសាត់ថាមានឧបករណ៍អ្វីឲ្យជួយពួកគេរត់លឿនជាងមុនបានទេបងអ៊ីសាត់ក៏បានយកទៅជាទន្សាយ3អ្នកនោះឧបករណ៍មួយនេះនឹងជួយពួកគេរត់លឿនជាងមុនត្បិតតែរៀងអៀនមែនប៉ុន្តែពួកគេនៅតែពាក់ហើយនៅមានថ្នាំតម្លើងកម្លាំងទៀតប៉ុន្តែគាត់បានឲ្យក្រុមរបស់គូរ៉ូមូអស់ហើយដូច្នោះនៅសល់តែ2កំប៉ុងទៅប៉ុណ្ណោះឬដូច្នោះ Map Pro ក៏បានចេញក្រៅរកថែមគ្រឿងផ្សំដើម្បីឲ្យបងអ៊ីសាត់បង្កើតថែមថ្នាំនៅពេលនេះវិញខាងកាស៊ូមីទើបទទួលបានភារកិច្ចមួយនៅពេលដែលទៅដល់ទើបមានដឹងថាពួកបិសាចនៅទីនេះមិនមានសញ្ញាចិញ្ចៀននោះទេដូច្នោះហើយកាស៊ូមីក៏បានបើកគៀងស្គីខ្លាំងរបស់ខ្លួនជាងមកដើម្បីសម្លាប់អស់ពួកសត្វនោះនៅខាងនេះវិញមីជាមួយយួយនៅពេលដែលចាំ Map Pro ត្រឡប់មកវិញពួកគេទាំងពីរនាក់ក៏បានទៅវាយបិសាចបន្តិចបន្តួចបន្ទុក defense របស់2អ្នកគេពិតជាសើចណាស់បន្តែដូរមកវិញបន្ទុក attack របស់ពួកគេក៏ពិតជាខ្លាំងណាស់ដែរគ្រាន់តែ2អ្នកនោះប្រើ skill ធ្វើឲ្យបាក់មួយឆោចិត្តនឹងស្មានតែជួបជាមួយនឹងមេបិសាចផងដល់ពេលទៅដល់ទឹកដឹងថាគឺជាអូនស្រី2អ្នកដែលគួរស្រឡាញ់ចែកដល់នៅពេលនោះយួយជាមួយនឹងម៉ៃក៏បានប្រទះឃើញកូនខ្លាឃ្មុំ2អ្នកនោះទៀតដូច្នោះពួកគេក៏បានផឹកថ្នាំដើម្បីដេញតាមដេញបានបន្តិចកូនខ្លាឃ្មុំ2អ្នកនោះត្រូវបានបិសាចដាំឈើចាប់បាត់បន្ទាប់មកវាក៏បានបង្កើតចេញមេឈើជាច្រើនហើយចងជាប់យួយជាមួយនឹងមីទៀតដូច្នោះហើយពួកគេទាំង2អ្នកក៏បានបាត់អស់មួយជីវិតរីឯខាងយាយប៉ែតតួឯកវិញពិតជាឈៀលខ្លាំងណាស់នាងដើររកគ្រឿងសំបណ្ដាហើយលេងបណ្ដាទៀតស្រាប់តែនៅពេលនោះដែរនៅក្រោមទឹកបានមានរបស់អីចេញមកហើយចងជាប់គេនៅពេលគ្រោះថ្នាក់ Map Pro ក៏បានកាឡាខ្លួនខ្លាចជាបិសាចប៉ុន្តែអាខ្មៅនោះប្រឡែងចេញទៅបន្តិចក៏បានរឹត Map Pro យ៉ាងជាប់ធ្វើឲ្យនាងក៏បានស្លាប់បាត់នៅពេលភ្ញាក់ឡើងឃើញខ្លួនឯងកំពុងតែត្រូវឃុំក្នុងកន្លែងមួយស្រាប់តែនាងត្រូវអាខ្មៅនោះអូសជើងទៅទៀត Map Pro ខំវាយបំបែកវាយ៉ាងណាក៏វានៅតែមានអាថ្មីចេញមកដើម្បីចាប់នាងទៅដែររីឯនៅខាងនេះវិញកាស៊ូមីកំពុងតែនៅជាន់ទី3ហើយកំពុងតែធ្វើ mission សម្រាប់អស់បិសាចទាំងអស់នៅចំពោះមុខនាងប៉ុន្តែសម្រាប់ Map Pro ពួកបិសាចមួយនេះមិនពិបាកខ្លាំងនោះទេក្រៅពេលវាយអស់បិសាចនឹងដូចរដងនាងបានអស់កម្លាំងហើយបានកាឡាខ្លួនខ្លាចជាកូនក្មេងរីឯនៅខាងនេះវិញយូរជាមួយនឹងមីទោះជាខំប្រឹងប្រមាថដងទៀតក៏ពួកគេនៅតែចាញ់ចំពោះអាដាមឈើបិសាចនោះដែររីឯយាយប៉ែតតួឯករបស់យើងវិញកំពុងតែវេទនាយ៉ាងខ្លាំងនៅពេលដែលនាងមិនអាចធ្វើអ្វីបានឲ្យបិសាចមួយនេះមិនបញ្ឈប់ត្រង់នឹងនោះទេអាបិសាចនោះបានបន្តអូសនាងទៅដល់កន្លែងផ្សេងទៀតរីឯនៅខាងនេះវិញកាស៊ូមីកំពុងវាយជាមួយនឹងពស់ពណ៌សយ៉ាងធំមួយរីឯយូជាមួយនឹងមីខំប្រឹងជួយឲ្យអូនខ្លាឃ្មុំ2នាក់នោះប៉ុណ្ណាក៏នៅតែមិនបានហើយដូចជារដងយ៉ាង2នាក់នោះក៏បានចាញ់ម្ដងទៀតប៉ុន្តែលើកនេះកាស៊ូមីក៏បានចាញ់អាពស់ពណ៌សនោះដូចគ្នាហើយដូច្នោះពួកគេក៏បានជួបគ្នា Map Pro ក្រៅពេលទៅលេបចូលក្នុងនេះជាលើកទី3លើកនេះពិតជាសំណាងខ្លាំងណាស់ព្រោះក្នុងនេះគ្មានទឹកដូច្នោះនាងអាចរត់ទៅវិញទៅមកបានដូច្នោះនាងក៏បានយកដាវរបស់ខ្លួនជាមួយចាក់ពីខាងក្នុងអាសត្វមួយនោះឈឺពេកក៏បានខ្ជាក់នាងចេញហើយក៏បានចាប់ចងនាងម្ដងទៀតបន្តែលើកនេះនាងបានសម្រេចចិត្តថានឹងស៊ីវីយ៉ូហ្មងនឹកស្មានម្ដងសាច់របស់វាពិតជាឆ្ងាញ់ខ្លាំងណាស់ដូច្នោះនាងក៏បានញ៉ាំយ៉ាងច្រើនកាស៊ូមីនៅតែបន្តវាយជាមួយនឹងអាពស់ពណ៌សនឹងបន្តែទោះតែខំប្រឹងយ៉ាងណាក៏នាងមិនអាចធ្វើអ្វីវាបានដែរមីជាមួយនឹងយួយក៏អញ្ចឹង3អ្នកនេះទោះជាខំប្រឹងប៉ុណ្ណាក៏មិនអាចឈ្នះបិសាចដែលខ្លួនកំពុងតែតតាំងជាមួយមិនដូចយាយប៉ែតតួឯងនោះទេកំពុងតែអង្គុយញ៉ាំសាច់បិសាចមិនតែប៉ុណ្ណោះនៅហើយនាគហីត្រាជាមកញ៉ាំជាមួយគ្នាទៀតនៅពេលនេះកាស៊ូមីទីថាចំណុចខ្សោយរបស់ពស់ពណ៌សមួយនេះគឺលើកថ្ងាសប៉ុន្តែត្បិតតែនាងបានវាយយ៉ាងខ្លាំងវានៅតែគ្មានផលប្រយោជន៍អ្វីទាំងអស់ស្រាប់តែនៅពេលនោះនាងឃើញផ្ទាំងថ្មមួយនៅពីក្រោយដូច្នោះនាងក៏បានដឹងថាពូមួយនេះគឺជាអ្នកការពារដូច្នោះមិនអាចវាយស្លាប់វាបានទេដូច្នោះនាងក៏បានបន្ថយប្រើអស់ល្បឿនរបស់ខ្លួនរត់យ៉ាងលឿនទៅដល់ផ្ទាំងថ្មមួយនោះដូច្នោះនាងក៏បានវាចូលដងថ្មនោះហើយបានហ្គេមនាំទៅដល់កន្លែងផ្សេងមួយទៀតហើយនាងក៏បានឃើញកូនពស់ពណ៌សដែលគួរឲ្យស្រឡាញ់មួយកំពុងតែដេកនៅលើផ្ទាំងថ្ម
នាងមិនដឹងថាតើពស់មួយនេះព្រមធ្វើជាសត្វចិញ្ចឹមរបស់នាងអត់នាងក៏បាននឹងអាយវាបន្តិចប៉ុន្តែមើលទៅវាពិតជាចូលចិត្តកាស៊ូមីខ្លាំងណាស់ដូច្នោះវាក៏បានខ្លាចទៅជាសត្វចិញ្ចឹមរបស់កាស៊ូមីរីឯនៅខាងនេះវិញនៅពេលដែលអាមឹកនោះបានចាប់ចោលមេផលម្ដងទៀតនាងបានប្រើរន្ទះរបស់ខ្លួនដើម្បីឆក់អាមឹកនោះដូចនេះហើយនាងក៏បានសាច់មឹកអាំងញ៉ាំបន្តទៀតសូមខ្លាចហ្មងយាប៉ែនេះញ៉ាំមកផ្ទះឈប់រីឯមិនជាមួយនឹងយូយវិញក្រៅពេលចាញ់ច្រើនពេលពួកគេក៏មានផែនការមួយគឺរត់ជុំវិញហើយវាយតាណាគ្នាដូច្នោះពួកគេក៏យកឈ្នះបិសាចដើមឈើមួយនោះរីឯខ្លាឃ្មុំពីរដែលគោស្រឡាញ់នោះក៏បានធ្លាក់ចំដៃរបស់ពីរអ្នកគេពិតជាសប្បាយចិត្តខ្លាំងណាស់ហើយចូលចិត្តទៀតដូច្នោះក៏បានអោបកូនខ្លាឃ្មុំនោះយ៉ាងជាប់រីឯយាប៉ែតួឯកវិញនៅតែអង្គុយញ៉ាំនៅនឹងតតែពេលវាបាត់ទៅហ្មងបាននាងថាស្ដាយខ្លាំងណាស់ប៉ុន្តែនាងក៏ទទួលបានស្គីថ្មីគឺពាក្យអញ្ជើញចូលក្នុងបាតសមុទ្រដូច្នោះនៅពេលនេះក្នុងក្រុមរបស់គេមានតែបងគូរ៉ូមូបងអ៊ីហ្សិតជាមួយនឹងខាណាដេប៉ុណ្ណោះមិនទាន់មានសត្វចិញ្ចឹមហើយបងអ៊ីហ្សិតក៏បានជួយថែមផលឲ្យកូនខ្លាឃ្មុំពីរនោះដើម្បីសួរបែងចែកថាមួយណាគឺជារបស់យូយជាមួយនឹងមីពួកគេទាំង3នាក់ក៏បានដាក់ឈ្មោះឲ្យសត្វចិញ្ចឹមរបស់ខ្លួនក្នុងពេលដែលអ្នកទាំងអស់គ្នាកំពុងតែមើលការជួតរបស់កូនខ្លាឃ្មុំទាំងពីរនាក់នោះម៉ែផលរបស់យើងបានយកដៃមឹកមកដើម្បីបំភ័យអ្នកទាំងអស់គ្នាមកភាគទី6អណ្ដើករបស់ម៉ែផលពិតជាចូលចិត្តលេងជាមួយដៃមឹករបស់នាងខ្លាំងណាស់រីឯខាណាដេវិញក្រៅពេលទៅបណ្ណាល័យអានពីពួកសត្វចិញ្ចឹមនៅជាន់ទី7នេះទាំងអស់ដូច្នោះនៅពេលនេះទើបគេចាប់ដើមរកសត្វចិញ្ចឹមឲ្យខ្លួនស្រាប់តែនៅពេលនោះដែរគេប្រទះឃើញផ្ទះមួយយ៉ាងល្ងឹតពេលចូលដល់ផ្ទះនោះគេគ្រាន់តែកលេចមើលសិភៅប្រមាណក្បាលហើយក៏បានដើរចេញទៅប៉ុន្តែនៅពេលដែលដើរចូលវិញម្ដងទៀតគេឃើញសិភៅនៅលើទូនឹងបានរៀបចំផ្សេងវិញនៅពេលនោះក៏មានស្លាមមួយហោះកាត់ហើយមីសិនរបស់គេលើកនេះគឺវាយឲ្យឈ្នះស្លាមកញ្ចក់មួយនោះគេដឹងច្បាស់ខ្លាំងណាស់ថាស្លាមមួយនេះរត់ទៅកន្លែងណាដូច្នោះគេក៏ដើរមួយពេលទៅដល់ឡាអាងមួយគេឃើញមានគ្រីស្តាល់ជាច្រើននៅក្នុងនេះកំពុងតែឆ្លោះខ្លួនឯងក្នុងកញ្ចក់ស្រាប់តែគេមើលឃើញថាមានរូបមួយបានកោះដូច្នោះគេក៏ដឹងថាមនុស្សគឺជាស្លាមហើយវាក៏បានត្រឡប់មករូបរាងដើមវិញមិនតែប៉ុណ្ណោះវានៅប្រែកន្លាខ្លួនទៅជាខាណាដេទៀតអត់តែខាណាដេខាងនេះប្រាស្គីអីអាខាណាដេរបស់ខ្លាំងខ្លាយនឹងប្រាស្គីដើម្បី counter វិញឃើញដូច្នោះខាណាដេក៏បានប្រាស្គីជាច្រើនបន្តធ្វើឲ្យខ្លាំងខ្លាយមនុស្សមិនអាចទប់ទល់ជាប់ហើយវាក៏បានចាញ់ទៅហើយមីសិនរបស់នាងគឺកាន់អាស្លាមនៅក្នុងដៃមិនតែប៉ុណ្ណោះនឹងបញ្ជូនវេទមន្ត50វេទមន្តឲ្យវានៅពេលដែលធ្វើអញ្ចឹងស្លាមមិននឹងខ្លាចទៅជាសត្វចិញ្ចឹមរបស់នាងហ្មងដូច្នោះខាណាដេក៏បានបញ្ចូលវេទមន្តរបស់ខ្លួនឲ្យវាក្រៅពេលមួយសន្ទុះវាក៏បានខ្លាចទៅជាសត្វចិញ្ចឹមរបស់នាងហើយនៅពេលដែលវាកន្លាខ្លួនខ្លាចជាខាណាដេវានៅទទួលបានកម្លាំងរបស់នាងដល់តែ 50% រីឯនៅខាងនេះវិញបងអ៊ីសិតក៏កំពុងតែដើររកសត្វចិញ្ចឹមឲ្យខ្លួនឯងដូចគ្នាព្រោះគាត់គឺជាមនុស្សចូលចិត្តកែច្នៃដូច្នោះក៏ចង់រកសត្វណាឲ្យជួយដល់គាត់ដែរបងអ៊ីសិតក៏បានទៅដល់កន្លែងធ្វើអាវុធមួយនៅទីនេះក៏មាន mission មួយបានបង្ហាញចេញមកគាត់ទៅតែឲ្យរបស់3យ៉ាងដែលមាន level ខ្ពស់ជាងគេរបស់គាត់ឲ្យទៅអ្នកនឹងនៅពេលនោះដែរជាងធ្វើដើរក៏បានហុចក្តាស់មួយគាត់ដើម្បីធ្វើតាមមើលទៅវាពិតជារញ៉េរញ៉ៃហើយពិបាកយល់ខ្លាំងណាស់នៅពេលនោះដែរគាត់ក៏បានចែកដនជួប Maple ជាមួយនឹងមីហើយក៏បាននិយាយរឿងរបស់ខ្លួនឲ្យពីអ្នកនោះស្ដាប់មីលឺអញ្ចឹងក៏ពិតជាចង់ទៅខ្លាំងណាស់ព្រោះនាងចង់ជួយការងារពិបាកដើម្បីវឹកហាត់ខ្លួនឯងមិនតែប៉ុណ្ណោះនឹងស៊ើបអំពីក្រុមរបស់ដៃគូប្រកួតទៀតកន្លែងដំបូងដែលធ្វើ mission គឺនៅភ្នំភ្លើងមួយឆ្ងាយខ្លាំងណាស់លើដូច្នោះមីក៏បានយកចាភ្លើងរបស់ខ្លួនចេញមកដើម្បីឲ្យវាទៅស៊ើបសួរហើយពិតជាលឿនខ្លាំងណាស់ពួកគេទាំង3នាក់ក៏បានហោះទៅដល់ទីនោះដែររបស់អ៊ីសិតត្រូវការគឺជាលោហៈជាច្រើននៅពេលដែលបងអ៊ីសិតកំពុងតែដើររកអីវ៉ាន់ពីរនាក់នោះក៏បានឆ្លៀតពេលវាយងាប់កូនបិសាចទាំងអស់ដើម្បី farm level ដើម្បីអរគុណដល់ពួកគេទាំងពីរនាក់បងអ៊ីសិតក៏បានឲ្យថ្នាំមួយដែលជួយឲ្យពួកគេពេញឈាម 100% មិនតែប៉ុណ្ណោះនៅជួយឲ្យពួកអវេទមន្តវាយឈឺរបស់ពួកគេកាន់តែខ្លាំងទើបតែចូលដល់ក្នុងមាននាគមួយក្បាលក៏បានបង្ហាញមុខចេញមក Maple ក៏បានប្រញាប់ប្រញាល់បើកបលាំងស្ដេចមេឃចេញមកមិនតែប៉ុណ្ណោះគេនៅបង្ការខ្លួនថាជា robot ដើម្បីវាយតទៀត Maple បានប្រើដៃមឹកដើម្បីចងអានាគនោះជាប់ហើយវាប្រហាវាឲ្យស្រួលអ៊ីសិតក៏បានគប់ថ្នាំធ្វើឲ្យមីខ្លាំងជាងមុនហើយនាងក៏បានកោះហាយចាបរបស់ខ្លួនចេញមកជីឲ្យទៅបាញ់គ្រាប់ភ្លើងជាមួយនឹងអាចាបនោះក្រៅពេលត្រូវមីវាប្រហាជាច្រើនដងអានាគមួយនោះក៏បានស្លាប់ហើយធ្លាក់របស់ចេញមកដែលបងអ៊ីសិតកំពុងតែត្រូវការហើយពួកគេក៏បានចេញដំណើរដើម្បីទៅរក item ឲ្យបងអ៊ីសិតបន្តទៀតរីឯទៅមើលបងខូរ៉ូមូនៅកន្លែងនេះវិញវេទនាសាហាវជាងទៀតគាត់ត្រូវទៅ10កន្លែងតែម្នាក់ឯងហើយគាត់ក៏បានដល់ឡាអាងមួយនៅពេលដែលដើរចូលមានស៊ុំពីជាច្រើនបានវាយប្រហារគាត់ព្រោះតែវាមានច្រើនពេកដូច្នោះក៏បានធ្វើឲ្យគាត់មានរបួសបន្តិចបន្ទាប់មកគាត់ក៏បានទៅដល់បន្ទប់ដើម្បីវាយមេបិសាចហើយគាត់ក៏បានឡើងទូកវាយជាមួយនឹងមេបិសាចនៅទីនោះគឺជាចៅសមុទ្រនៅពេលដែលវាយឈ្នះមេបិសាចមួយយ៉ាងងាយស្រួលគាត់ក៏បានរកឃើញប្រអប់កំណប់មួយហើយគាត់ក៏បានយកចិញ្ចៀនមួយក្នុងប្រអប់កំណប់នោះចេញមកពាក់មើលស្រាប់តែនៅពេលនោះដែរក៏មានបិសាចមួយដើរចេញមកត្រឡប់មកដល់ខាងបងអ៊ីសិតវិញនៅពេលដែលគាត់យកអាយធៀមរបស់គាត់មកវិញទាំងអស់ជួបឲ្យអ្នកធ្វើដាវនឹងអ្នកធ្វើដាវក៏បាននាំបងអ៊ីសិតទៅដល់កន្លែងមួយហើយប្រាប់គាត់ថាភ័ក្រចិញ្ចៀននេះឡើងទៅនឹងខ្លាចជាសត្វចិញ្ចឹមរបស់នាងហើយដូច្នោះពួកគេទាំង3នាក់ចុងក្រោយក៏រកបានសត្វចិញ្ចឹមឲ្យទាំងអស់គ្នាហើយសត្វចិញ្ចឹមរបស់បងគ្រូមូមើលទៅដូចជាក្អែក្រោះមួយអញ្ចឹងមិនតែប៉ុណ្ណោះគាត់នៅសម្ដែងឲ្យអ្នកទាំងអស់គ្នាមើលនៅពេលដែលគាត់ជាមួយនឹងសត្វចិញ្ចឹមរបស់គាត់ចូលរូបរាងតែមួយមើលទៅវាពិតជាលយខ្លាំងណាស់
ភាគទី7 Dorozo បានបង្ហាញមុខហើយនិយាយថា event ទី8បានបង្ហាញមុខហើយនៅ event នេះគេនឹងចែកចេញជាពីរដំណាក់កាលទី1គឺដំណាក់កាលវគ្គជម្រុះរីឯដំណាក់កាលទី2វិញគឺដំណាក់កាលវគ្គប្រាច់ព្រាត់ដូច្នោះហើយអ្នកទាំងអស់គ្នាក៏បានទៅ farm រក item ដើម្បីរៀបចំឲ្យ event លើកនេះរីឯ map Paul ជាមួយនឹង Solly វិញក៏បានដើរស្វែងរកមើលជាន់ទី7នេះអស់ចិត្តពួកគេបានដើរទៅគ្រប់ទីកន្លែងមិនតែប៉ុណ្ណោះនៅលេងសើចជាមួយនឹងកូនជៀមជាច្រើនទៀតរឿងនេះក៏ចែកដល់នាំពួកគេទៅដល់អាងមួយដែលមានពលឺភ្លឺផ្លែតនៅក្រោមអាងនោះដូច្នោះ map Paul ក៏បានពឹងដាករបស់ខ្លួនចុះទៅមើលវាក៏បានយកថ្មពណ៌សមួយពីបាតទន្លេឡើងមកវាគឺជាមួយក្នុង3សោសម្ងាត់ដែលអាចបើកជាងទ្វារសម្ងាត់មួយនៅក្នុងហ្គេមនេះឮដូច្នោះ Solly ពិតជាប្រញាប់ប្រញាល់ចង់រកឲ្យឃើញសោ2ទៀតខ្លាំងណាស់ map Paul និយាយថាពួកគេមកដល់ទីនេះបានសិតតែពឹងទៅលើកូនជៀមទាំងអស់នោះដូច្នោះប្រហែលជាមានរឿងអ្វីមួយតាក់ទងជាមួយនឹងកូនជៀមទាំងអស់នោះហើយមើលទៅដូច្នោះពួកគេក៏សម្រេចថាជាមួយចុះក្នុងបាតទន្លេមើលនៅពេលដែលចុះទៅដល់ពួកគេក៏បានឃើញ map មួយនៅជាន់ទី7ពួកគេយកទៅវិញសួរ Canada ក៏បានដឹងអំពីព័ត៌មានយ៉ាងមានប្រយោជន៍មួយចំនួនដូច្នោះពួកគេទាំងពីរក៏ចាប់ផ្ដើមទៅរកអក្សរសម្ងាត់2បន្តទៀតពេលទៅដល់កន្លែងនៅលើ map ពួកគេក៏បានប៉ះជាមួយនឹងបិសាចមួយមានស្លាបយ៉ាងធំហើយបិសាចមួយនេះពួកគេធ្លាប់ជួបនៅ event ទី2កាលនោះពួកគេពិតជាសោយយ៉ាងខ្លាំងដូច្នោះវាយជាមួយនឹងបិសាចនេះពិតជាពិបាកខ្លាំងណាស់ប៉ុន្តែឥឡូវនេះគឺប្លែកហើយពួកគេបានខ្លាំងជាងមុនដូច្នោះប្រហារបិសាចមនុស្សមិនមែនជាការងារលំបាកអ្វីនោះទេក្រោយពេលដែលសម្លាប់បិសាចនោះហើយសៅទី2ក៏បានធ្លាក់ចេញមកពេលទៅដល់កន្លែងចុងក្រោយពួកគេបានជួបជាមួយនឹងរ៉ូប្លែមមួយយ៉ាងធំវាបានធ្វើឲ្យ Solly យើងពិតជាពិបាកយ៉ាងខ្លាំងប៉ុន្តែសម្រាប់ map Paul វិញគឺ easy មកនាងបានអូសក្បិតមួយយ៉ាងធំហើយកាប់ឲ្យបិសាចនោះធ្លាក់ឈាមសសូន្យក្រោយពេលបិសាចនោះស្លាប់ទៅសៅចុងក្រោយក៏បានធ្លាក់ចេញមកក្រោយពេលផ្គុំសៅ3នឹងចូលគ្នាហ្គេមក៏បាននាំពួកគេទៅដល់ map សម្ងាត់មួយនៅទីនេះមានសត្វគួរឲ្យស្រឡាញ់ជាច្រើនចុងក្រោយពួកគេក៏បានទៅដល់អាងទឹកមួយនៅពេលដែលដាក់សត្វចិញ្ចឹមរបស់ខ្លួនចូលក្នុងអាងនេះពួកវាក៏បានឡើង level ក្រោយពេលត្រឡប់ទៅវិញ map Paul ជាមួយនឹង Solly ក៏បានយករឿងនេះប្រាប់ឲ្យអ្នកទាំងអស់គ្នាយកសត្វចិញ្ចឹមរបស់ខ្លួនទៅធ្វើការងារមួយនឹងដើម្បីឡើង levelប៉ុន្តែបងគូរមូលជាមួយនឹងបងអ៊ីហ្សិតបាននិយាយថាខ្លួនមកទីនេះច្រើនដងហើយតែមិនដែលឃើញបិសាចទាំងអស់នោះទេចឹងប្រហែលជាមកពីសត្វចិញ្ចឹមរបស់ពួកគាត់ទើបតែទទួលបានដូច្នោះមិនអាចចូលរួមកម្មវិធីមួយនេះដើម្បីដំណើរ level ឲ្យសត្វចិញ្ចឹមរបស់ខ្លួនព្រោះតែ map Paul ជាមួយនឹង Solly ទទួលបានសត្វចិញ្ចឹមយូរដូច្នោះពួកគេក៏អាចឡើង level បានទៅភាគទី8ក្រោយពេលអាប់ដេតអណ្ដាតរបស់ map Paul ពិតជាខ្លាំងមែនទែនមិនតែប៉ុណ្ណោះបើនរណាគេស្ថិតក្នុង skill របស់អណ្ដាតមនុស្សនឹងទទួល ham damage 5% ទៀតនៅពេលនោះ Dorozo ក៏បានបង្ហាញមុខនិយាយអំពីវិន័យនៃ event ទី8នេះអ្នកទាំងអស់គ្នាគ្រាន់តែ survivor នឹងរស់ឲ្យបានយូរបំផុតទៅបានហើយបើប៉ុណ្ណាគេសម្រាប់បានបិសាចកាន់តែច្រើនបន្ទុកកាន់តែខ្ពស់ដូច្នោះពួកគេនឹងជឿរើសយកអ្នកដែលមានបន្ទុកខ្ពស់ជាងគេ6នាក់ចូលក្នុងវគ្គប្រាច់ព្រាត់ត្បិតតែ event លេង solo ប៉ុន្តែ game ក៏មិនហាមឲ្យអ្នកទាំងអស់គ្នាបង្កើតជាក្រុមដើម្បីលេងជាមួយគ្នាដែរព្រោះតាមវិន័យបើនរណាគេជាអ្នកសម្រាប់សត្វចុងក្រោយនៅទទួលបានបន្ទុកមិនតែប៉ុណ្ណោះ player ទាំងអស់គ្នាអាចធ្វើការរារាំងឬក៏ធ្វើការសម្លាប់ទៅលើ player ផ្សេងបានដើម្បីខ្លួនមានឱកាសចូលក្នុងវគ្គបន្ទាប់ទើបតែស្រែកចាប់ផ្ដើមព្រាន player ទាំងអស់ក៏បានបញ្ជូនចូលក្នុង map event ទើបតែចូលមកដល់ game map Paul យើងបានតូលតាំងជាមួយនឹងសត្វ dinosaur មួយប៉ុន្តែនាងបានប្រើ skill លឿនដូច្នោះក៏បានយកឈ្នះទៅលើសត្វ dinosaur នោះយ៉ាងងាយស្រួលមិនតែប៉ុណ្ណោះពួកកូនសត្វតិចតួចនៅពេលដែលឃើញ map Paul ក៏បានរត់គេចព្រោះលើខ្លួននាងមានសញ្ញាមួយពិតជាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ពួកបិសាចដូចនេះហើយបិសាចទូចៗនៅពេលដែលឃើញនាងដឹងតែរត់បះជើងយកមកហើយថែមជាប៉ះ map Paul នេះអត់ឡើងល្បឿនរត់លឿនទៀតដូច្នោះដេញតាមពួកសត្វនោះមិនចង់ទាន់នោះទេប៉ុន្តែពិតជាសំណាងខ្លាំងណាស់ map Paul យើងបានជួបផ្កាមួយនៅចិត្តនោះនៅពេលដែលនាងប៉ះទៅវាក៏បានបញ្ចេញម្សៅមួយដែលតាក់ទាញបិសាចមកជុំវិញខ្លួននាងដូច្នោះហើយ map Paul យើងគ្រាន់តែនៅមួយកន្លែងក៏មានបិសាចមកស្វែងរកនាងដូចគ្នានៅខែនេះវិញពីរបានត្រូវបរិះ5នាក់រួមព័ទ្ធជុំវិញដើម្បីធ្វើបាបនាងដំបងគិតថាស្វានកូនក្មេងស្រួលធ្វើបាបណានាងក៏ទៅហៅខ្លាឃុំរបស់ខ្លួនជាមកបុកឲ្យពួកប៉ែនោះប៉ាងខ្ទេចហើយបើម្នាក់ណាគេរត់មិនទាន់នឹងត្រូវខាងភូមិនោះវាយតតែស្លាប់ហើយខ្ទាចេញពីហ្គេមយកមកនៅខែនេះវិញបងអ៊ីសិតយើងពោលតែមិនមានសមត្ថភាពអាចវាយគ្នាមួយស្មើជាមួយនឹងគេបានដូច្នោះគាត់ក៏បានជ្រើសរើសវិធីដាក់អន្ទាក់នៅពេលដាក់អន្ទាក់ហើយគាត់ក៏បានឡើងដើមឈើដើម្បីអង្គុយចាំបិសាចដើរចូលទៅប៉ុណ្ណោះប៉ុន្តែពិតជាសំណើបងគូរមូយ៉ាងខ្លាំងបងអ៊ីសិតយើងក៏បានឆាបកន្លែងដែលគាត់កប់ក្បែកប្រាប់ទៅមិត្តរួមក្រុមទាំងអស់គ្នាប្រសិនបើមិនធ្វើដូច្នោះទេបងគូរមូរបស់យើងប៊ីនឹងជន់ក្របបែកបាត់ទៅហើយដូច្នោះបងគូរមូជាមួយនឹងសត្វចិញ្ចឹមរបស់ខ្លួនក៏បានសហការគ្នាដើម្បីវាយគ្នាជាមួយនឹងបិសាចនៅលើភ្នំប៉ុន្តែខែនេះវិញ Canada យើងមិនសំណាងនៅថ្នាក់នោះទេនាងបានប៉ះជាមួយនឹង player មកពីក្រុមដើរទេប៉ុន្តែពិតជាសំណាងយ៉ាងខ្លាំងព្រោះតែនាងមានស្លាយបំបែកភាគដូច្នោះក៏បានរត់គេចបានសម្រេចនៅខែនេះវិញការស៊ឺមីជាមួយនឹងពស់របស់ខ្លួនក៏មិនអន់ណាស់ដែរនាងទៅដល់កន្លែងណាដឹងតែមានមនុស្សស្លាប់ទៅដល់កន្លែងហ្នឹងយកមករីឯ Solly វិញក្នុងពេលកំពុងទៅដើរ farm នាងក៏បានប្រទះឃើញមេក្រុមដើរទេកំពុងតែប្រកួតគ្នាជាមួយនឹងមេក្រុមភ្លើងម្នាក់មានសត្វចិញ្ចឹមគឺជានាគរីឯម្នាក់ទៀតមានសត្វចិញ្ចឹមគឺជាហង្សដូច្នោះពួកគេទាំងពីរនាក់ពិតជាវាយគ្នាខ្លាំងមែនទែនកំពុងតែវាយគ្នាស្រាប់តែយេប៉ែ map Paul បង្ហាញមុខក្នុងពេលនោះនាងកំពុងត្រូវកពើមួយខាំដូច្នោះហើយសត្វកពើមួយនោះក៏បានដើរកាត់មុខមេក្រុមទាំងពីរពួកគេក៏សម្រេចចិត្តថាទៅបោះបង់ចោលទៅជប់វាយគ្នា
ម្នាក់ដែលខ្លាំងជាងគេប្រចាំហ្គេមគួរតែមានមុខនៅទីនេះហើយប្រសិនបើពួកគេទាំងពីរនាក់នៅតែបន្តវាយគ្នាអញ្ចឹងហេងសុយនិយាយបែប map ផលដាក់ឲ្យងាប់ទាំងពីរមកការពិតនៅពេលដែល map ផលយើងកំពុងតែ farm មីញៀនស្រាប់តែអាកពើមនុស្សខាំពីក្រោយខ្នងប៉ុន្តែព្រោះតែរនាំងរបស់នាងធំពេកដូច្នោះអាកពើនោះមិនអាចលេបនាងចូលពោះបានដូច្នោះនាងក៏ក្លាយរោមជាមយ៉ាងធំមួយហើយយកដើរបញ្ជាអាកពើនឹងដើរ farm គ្រប់ទីកន្លែងនៅលើ map យកមក admin game ក្រៅពេលឃើញសកម្មភាពរបស់ map ផលហើយក៏មិនដឹងថានិយាយអ្វីទៀតដែរឥឡូវបើមានតែការ server ថ្មីហើយឲ្យយាប៉ែនឹងលេងតែម្នាក់ឯងនោះទេលេងម៉ាក់ហ្នឹងអាណាលេងឈ្នះខ្ញុំសុំខ្លាចហ្មងក្រៅពេលបញ្ចប់វគ្គជម្រុះហើយក្រុមរបស់ map ផលនរណាគេក៏មានបន្ទុកខ្ពស់ដែរដូច្នោះពួកគេក៏បានចូលក្នុងវគ្គបន្ទាប់ទាំងអស់គ្នាភាគទី9នៅពេលដែលដូរ៉ូសូក៏បានបង្ហាញមុខនិយាយអំពីលក្ខខណ្ឌនៃការលេងវគ្គបន្ទាប់ event លើកនេះមានរយៈពេល3ថ្ងៃគិតតាមថ្ងៃក្នុង game ហើយ mission មានកម្រិតពិបាកខុសៗគ្នាហើយបើ player ណាយកកម្រិតពិបាកខ្ពស់ជាងគេនៅពេលដែលធ្វើចប់ mission នឹងទទួលបានកាក់ប្រាក់5កាក់ប្រាក់ទាំងអស់នេះអាចយកទៅដូរ skill ឬក៏ដូរយកអវ៉ាន់មួយយ៉ាងសំខាន់នៅក្នុង game ហើយបើសិនបើវាយងាប់ពួកបិសាចខ្លាំងៗឬក៏រកឃើញអវ៉ាន់ដែល game បានលាក់ទុកពួកគេក៏ទទួលបានកាក់5ដូចគ្នាហើយកាក់ដែលពួកគេរកឃើញនឹងចែកឲ្យមិត្តក្រុមស្មើគ្នាទាំងអស់ហើយរាល់ player មានតែមួយជីវិតតែប៉ុណ្ណោះដូច្នោះបើពួកគេស្លាប់នឹងត្រូវចម្រុះចេញពី event លើកនេះយកមកហើយនៅពេលពិសេសមួយនឹងមានអបិសាចមួយមហាខ្លាំងបង្ហាញមុខដូច្នោះហើយអ្នកទាំងអស់គ្នានឹងត្រូវនៅជាមួយនេះក្នុងពេលមួយនេះប្រហែលតែដាក់ solo ប្រហែលជាស្លាប់ជាមិនខានក្រោយពេលរាប់ថយក្រោយពី10ដល់0ពួកគេក៏បាន teleport ចូលក្នុង event ទើបតែ teleport ដល់ក្នុងភ្លាមក្រុមរបស់ map ផលក៏បានប៉ះជាមួយនឹងបិសាច2ក្បាលដើម្បីសុវត្ថិភាពគេបានប្រើបល្ល័ង្ក Slack Make ដើម្បីការពារមិត្តក្រុមទាំងអស់បងអ៊ីសវិញបានប្រើថ្នាំតម្លាកម្លាំងរបស់ខ្លួនដើម្បីលេងអស់ដៃជាមួយនឹងបិសាចនឹងយកមកព្រោះតែបិសាចនេះគឺជាបិសាចដែលពិបាកជាងគេដូច្នោះមីជាមួយនឹងយួយក៏មិនអាចធ្វើឲ្យវាបានដល់ឃើញដូច្នោះពួកគេក៏សម្រេចចិត្តថាចូលវាយទាំងអស់គ្នាហ្មងទៅសត្វចិញ្ចឹមរបស់អ្នកទាំងអស់គ្នាក៏បានជួយយ៉ាងច្រើនចុងក្រោយពួកគេក៏បានសម្លាប់បានអាសត្វ2ក្បាលនោះប៉ុន្តែបិសាចប៉ុណ្ណឹងហើយនៅចាត់ទុកជាបិសាចកូនទៀតដូច្នោះវាក៏មិនអាចធ្លាក់ចេញកាក់ប្រាក់សូម្បីតែមួយពីដំបូងក្រុមរបស់ Map ផលមានបំណងថានៅពេលដែលចូលរួម event មួយនេះត្រូវតែយកបាន10កាក់ដូច្នោះពួកគេក៏សម្រេចចិត្តថាចែកក្រុមចេញជា2មួយក្រុមទៀតមានភារកិច្ចទៅសម្រាប់បិសាចដើម្បីស្វែងរកកាក់ហើយមួយក្រុមទៀតនឹងខំរស់នៅឲ្យបានយូរបំផុតព្រោះនៅពេលដែលរស់បានយូរពួកគេនឹងទទួលបាន5កាក់ដូចគ្នាហើយនៅពេលដែលមហាបិសាចបង្ហាញមុខពួកគេទាំងអស់គ្នានឹងជួបជុំគ្នាដើម្បីការពារ Map ផល Soli ជាមួយនឹង2អ្នកបងប្អូនមីយួយនឹងទៅជាមួយគ្នារីឯក្រុមមួយទៀតវិញនឹងត្រូវបងគូរូមូយើងជាអ្នកដឹកនាំពេលចូលទៅដល់លាអាងមួយពួកគេក៏បានប៉ះជាមួយនឹងបិសាចភក់ Map ផលក៏បានប្រើបល្ល័ង្ក Slack Make ដើម្បីការពារអ្នកនរគ្នាឲ្យពួកគេមានសិទ្ធិវាយដោយសេរីប៉ុន្តែនៅពេលដែលវាយចប់ពួកនោះមិនងន់នោះទេពួកវាបែរជាបំបែកភាគកាន់តែច្រើនជាងមុនឃើញដូច្នោះពួកគេក៏បានឡើងខ្នងរបស់អណ្ដើម Map ផលដើម្បីសុវត្ថិភាពនៅពេលបែកចំន់សម្បីតែមីជាមួយនឹងយួយក៏អាចវាយពីចម្ងាយបានព្រោះតែបងអ៊ីសិតបានធ្វើឲ្យពួកគេពួកដុំដែកដូច្នោះនៅពេលនេះគ្រាន់តែឈរលើខ្នងរបស់អណ្ដើម Map ផលគប់ចុះនៅពេលណាដែលពួកវាឈប់បង្កើតបានតទៀតគឺចុះមកដើម្បីរើសយក item ទៅបានហើយដូច្នោះមេដៃប្រាក់ដំបងគេក៏បានរកឃើញដល់ក្រុមរបស់ Map ផលและក្រុមរបស់បងគ្រូមូវិញក៏បានប៉ះជាមួយនឹងបិសាចនីនចាមួយវាបានលាក់ខ្លួនហើយកប់ចេញខ្លួនណាជាច្រើនប៉ុន្តែព្រោះតែមានស្លាមរបស់កាណាដេមិនតែប៉ុណ្ណោះនៅមានថ្នាំព្យាបាលរបស់បងអ៊ីសិតទៀតដូច្នោះពួកគេក៏បានសុវត្ថិភាពព្រោះតែមិនទាន់ចាប់បានកន្លែងរបស់បិសាចមួយនោះដូច្នោះពួកគេទាំងអស់គ្នាក៏បាននៅស្ងៀមដើម្បីចាំមើលតែប៉ុណ្ណោះប៉ុន្តែនៅពេលនោះបងអ៊ីសិតក៏មានផែនការមួយក៏បានដាក់កបាយក្រោមដីជាច្រើននៅពេលដែលបងផ្ទុះទៅដីក៏បានហុយពេញនឹងនៅពេលនោះដែរកាណាដេក៏បានបើកសៀវភៅបន្លឺរបស់ខ្លួនពួកគេក៏បានមើលឃើញសម្អល់របស់បិសាចនៅក្រោមដីចាប់យកឱកាសមួយនេះការជាមួយនឹងបងគ្រូមូក៏បានរត់ទៅដល់ដើម្បីវាប្រហារវាតែមួយស្គីតែប៉ុណ្ណោះថ្ងៃដំបូងក្រុមរបស់ Map ផលក៏បានរកឃើញមេដៃប្រាក់រត់តែ2នៅយប់មួយនោះពួកគេក៏បានប្រជុំគ្នាវិញដើម្បីជ្រើសរើសយកលាអាងមួយធ្វើជាកន្លែងទប់ទល់ជាមួយនឹងមហាបិសាចនៅយប់មួយនោះពួកគេក៏បានដាក់អន្ទាក់នៅជុំវិញនឹងមិនតែប៉ុណ្ណោះនៅត្រៀមកំភ្លើងធំជាច្រើនដើម្បីទប់ទល់នៅពេលដែលនាឡិការាប់ទៅដល់0ពួកបិសាចធំក៏បានបង្ហាញមុខសំឡេងផ្ទុះរាប់បែកដែលពួកគេបានកប់បានបន្លឺឲ្យធ្វើឲ្យរអាងចាប់ដើមញ័រMap ផលជាមួយនឹង Soli ក៏បានទៅពិនិត្យមើលមានតែបិសាចមួយតែប៉ុណ្ណោះដែលអាចចូលមកដល់នីកាពួកបិសាចផ្សេងបានផ្ទុះងាប់ឲ្យធ្លាក់អវ៉ាន់ជាមួយនឹងពេញនឹងដូច្នោះនៅពេលនេះពួកគេគ្រាន់តែដាក់អន្ទាក់នៅលើឱកាសមួយទៀតពួកគេក៏អាចបានទៅដេកលក់ទាំងមិនបាច់ខ្វល់អ្វីទាំងអស់ Admin Game ឃើញអញ្ចឹងក៏មិនដឹងនិយាយអ្វីទៀត Event គេឡើង survival ឲ្យសម្រាប់បិសាចប៉ុណ្ណឹងរីឯក្រុមរបស់យាប៉ែ Map ផលវិញទៅអង្គុយវាយបៀឡើងស្រួលភាគទី11ក្នុងពេលដែលពួកអ្នកខ្លាំងទាំងអស់បានទៅ farm ដើម្បីរកមេដៃប្រាក់ពួកពាក់ player អន់វិញនៅទាំងព្រមអង្គុយស្ងៀមឯនាំគ្នាចេញក្រៅដើម្បីវាយបិសាចទៀតដូច្នោះពួកគេក៏បានត្រូវបិសាចវាយឲ្យយំឲ្យរត់ចូលក្នុងលាអាងវិញអាសោយនៅស្ងៀមក្នុងផ្ទះទៅអត់នាំគ្នារត់ចេញក្រៅទៀតសុំខ្លាចហើយ
នៅក្រុមទី1ខាងនេះវិញមានមីយួយ Tres ជាមួយនឹងអាប៉ែ Marcus ពួកគេបានរកឃើញ Dujon ទី1ប៉ុន្តែនៅជុំវិញនោះមានបិសាចជាច្រើនដូច្នោះពួកគេមិនហ៊ានប៉ះពាល់ Dujon នៅមួយនោះទេ Tres ឃើញចឹងក៏បានយកចង្ចក់ខ្មៅរបស់ខ្លួនចេញមកវាជួយឲ្យអ្នកទាំងអស់គ្នាធ្លាក់ចូលក្នុងដីហើយ teleport ចូលក្នុងល្អាងrồi Marcus វិញល្បីឈ្មោះគឺប៉ែនប្រាអន្ទាក់ដូច្នោះគេបានដាក់អន្ទាក់ឲ្យស្លាប់អស់បិសាចអន់ខាងក្រៅពួកគេក៏បានចូលទៅដល់បន្ទប់វាយជាមួយនឹងបិសាចនៅក្នុងនោះគឺជាត្រីមួយដែលប្រើប្រាស់ភ្លើងឃើញដូច្នោះបង Tres ក៏បានហត់ចូលដើម្បីវាយវាបង្កើតចំហឲ្យមិត្តក្រុមរបស់ខ្លួនវាយបន្ត Marcus វិញនឹងឈប់ខាងក្រោយដើម្បី cover ឲ្យអ្នកខ្លាំងជាងគេពីអ្នកក្នុងក្រុមរបស់ពួកគេនៅពេលដល់វេនរបស់ខ្លួនមីជាមួយនឹងយួយបានកាន់បន្ថែមមកវាយអាត្រីនោះចង់ងាប់ចង់រស់ចុងក្រោយពីអ្នកបងប្អូនគេបានប្រាស្គាខ្លាំងរបស់ខ្លួនវាយអាត្រីនោះចិត្តងាប់ Tres ឃើញចឹងក៏បានប្រាមហាល្បឿនរបស់ខ្លួនចូលទៅវាយសម្រាប់មកស្គីចុងក្រោយដើម្បីស៊ីអាត្រីមួយនឹងពួកគេក៏ទទួលបានមេដាយប្រាក់មួយហើយក្រុមខាងនេះវិញមានបង Pene បង Isaac Canada ជាមួយនឹងបង Misery ជាមួយនឹងក្រុមមួយនេះពួកគេ3នាក់ក៏ឈរខាងក្រៅដើម្បីបញ្ជូនវេទមន្តរបស់ខ្លួនទៅឲ្យបង Pene ទៅបានហើយដូច្នោះពួកគេក៏បានសម្លាប់បិសាចយ៉ាងលឿនបង Pene ក៏មានកំណត់មួយថាស្វែងរកបិសាចបន្ថែមទៀតដើម្បីសម្លាប់ដើម្បីរកឲ្យបានមេដាយប្រាក់ឲ្យកាន់តែច្រើននៅខាងនេះវិញមាន Trap Sin បង Kuromo ជាមួយនឹង Kasumi នៅខាងវិញបិសាចរបស់ពួកគេបានបំបែកភាគចេញជាពីរគឺពស់ជាមួយនឹងខ្យារដំរីសត្វចិញ្ចឹមរបស់បង Kuromo ក៏បានសហការជាមួយនឹងគាត់បង្កើតចេញជាសៀវមួយដើម្បីតាក់ទាញបិសាចមករកគាត់ Trap ឃើញចឹងក៏បានប្រាស្គារុញបិសាចនេះថយក្រោយ Sin ឃើញចឹងក៏បានលោតចូលកាប់ធម្មតាទៀតហើយបិសាចនោះក៏ចិត្តងាប់ Kasumi លោតពីលើចាក់ថាមកក្បត់ទៀតទៅយកមកតែចុងក្រោយ Sin ជាមួយនឹង Kasumi បានសហការគ្នាសម្រាប់បានបិសាចចុងក្រោយមួយទៀតរីឯក្រុមចុងក្រោយវិញមាន Solly, Maple, Frederica ជាមួយនឹង Mi ពួកគេក៏បានជួយជាមួយនឹងបិសាចដ៏គួរឲ្យខ្លាចមួយពួកគេក៏បានសហការគ្នាដើម្បីវាយប្រហារបិសាចមួយនឹងប៉ុន្តែមើលទៅ admin ទាំងអស់ដូចជាមានចេតនាឲ្យបិសាចនេះរៀងខ្លាំងជាងមុន Maple យើងក៏រៀងពិបាកដើម្បីទប់ទល់ជាមួយនឹងវាដែរបិសាចមួយនោះបានវាយឲ្យ Maple យើងខ្លាចជារូបរាងមនុស្សវិញស្មានតែត្រូវវាបិសាចនោះជន់ងាប់ហើយប៉ុន្តែដៃមឹករបស់នាងបានជួយនាងម្ដងប៉ុន្តែ admin game ប្រហែលជាស្មានមកដល់ថាពួកทีมខ្លាំងក្នុង game វាបែបជាសហការគ្នាទៅវិញដូច្នោះពួកគេក៏បានជួយ Maple សម្រាប់ឲ្យបានបិសាចមនុស្សយ៉ាងងាយស្រួលព្រោះតែមានមេដាយគ្រប់គ្រាន់ហើយពួកគេក៏បានប្រជុំគ្នាថានៅថ្ងៃទី3គ្រាន់តែអង្គុយក្នុងល្អាងដើម្បីការពារតែប៉ុណ្ណោះប៉ុន្តែរឿងមិនស្រួលដូចពួកគេគិតនោះទេអាបិសាចដែល Maple ទៅតែសម្រាប់បានមួយយ៉ាងពិបាកហើយស្រាប់តែវាបង្ហាញមុខជាច្រើនក្បាលមីអ៊ីក៏បាននិយាយថាប្រសិនបើពួកអសត្វនៅសម្រុកចូលមកទីនេះពួកគេប្រកាសជាស្លាប់ជាមិនខានបង Pene ឃើញចឹងក៏បាននិយាយថាត្រូវធ្វើតាមកលៈទេសៈទៅមិនអាចទប់ទល់នៅក្នុងនេះរហូតបានទេដូច្នោះពួកគេនឹងខំប្រឹងអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីទប់ទល់ឲ្យបានលើកនេះជាលើកចុងក្រោយហើយភាគទី12ពួកបិសាចក៏បានដើរចូលភាគច្រើនពួកវាក៏បានត្រូវជាន់អន្ទាក់ឲ្យស្លាប់អស់ជាប្រមាណក្បាលដែរអ្នកទាំងអស់គ្នាក៏មិនចង់អង្គុយមកកន្លែងដើម្បីរងចាំដែរពួកគេបានសរុបចេញជាច្រើនផ្លូវខុសគ្នាបាននរណាគេមានសមត្ថភាពខ្លាំងនឹងដើរបើកមុខដើម្បីជួយឲ្យពួកអ្នកខាងក្រោយបានរត់ដែរប៉ុន្តែទើបតែចេញពីក្រៅល្អាងព្រាមពួកគេក៏ឃើញបិសាចរាប់សិបក្បាលកំពុងឈរចាំពួកគេដើម្បីសុវត្ថិភាពពួកគេក៏បានចែកជា3ក្រុមហោះឡើងលើខ្នងរបស់សត្វចិញ្ចឹមទាំងអស់ដើម្បីហោះទៅព្រោះពួកគេមិនចង់វាយគ្នាអស់ប្រយោជន៍នាំតែអស់កម្លាំងនោះទេព្រោះ event លើកនេះចង់ឲ្យពួកគេរស់បានយូរប៉ុណ្ណោះមិនចាំបាច់ដល់ថ្នាក់សម្រាប់ទាំងអស់នោះទេប៉ុន្តែហោះរហូតក៏មិនមែនជាវិធីល្អដែរព្រោះឯសត្វចិញ្ចឹមក៏ចេះហត់ Maple ក៏បានប្រមូលអ្នកទាំងអស់គ្នាមកនិយាយថារកកន្លែងមួយសាងសង់កន្លែងការពារចាំដល់ចប់ event ហ្មងទៅដូច្នោះកន្លែងដែលពួកគេជ្រើសរើសគឺនៅលើកំពូលភ្នំមួយដែលនៅចំកណ្ដាលសូនយកមកកន្លែងនេះខ្ពស់ដូច្នោះក៏អាចការពារហើយជួយឲ្យពួកគេអាចមើលជុំវិញបានយ៉ាងងាយស្រួលមករាប់ថយក្រោយក៏បានដល់បិសាចដ៏មហាខ្លាំងជាងគេក៏បានបង្ហាញមុខបិសាចមួយនេះមានកម្ពស់ដល់តែ100ម៉ែត្រមិនតែប៉ុណ្ណោះវានៅមានស្លាបទៀតមានមាឌធំហើយនៅអាចប្រើស្គីឆ្ងាយបានទៀតដូច្នោះហើយកន្លែងណាដែលវាដើរកាត់ដឹងតែខ្ទេចខ្ទីយកមកនៅពេលដែលស្គីត្រៀមនឹងវាយចំអ្នកទាំងអស់គ្នា Maple ក៏បានបង្កើត share ដើម្បីការពារពួកគេដើម្បីការពារ player រៀងសោយទាំងអស់នោះឲ្យបានឆ្លងផុត event លើកនេះក្រុមខ្លាំងទី3ក៏បានសម្រេចចិត្តថានឹងសហការគ្នាដើម្បីវាយឈ្នះមេបិសាចមួយនឹងក្រុមរបស់ Maple នឹងជាក្រុមដែលបើកមុខរត់ទៅកន្លែងរបស់អាមេបិសាចមុនគេពួកគេក៏បានប្រទះឃើញថាអាស្នាមដែលនៅលើខ្លួនរបស់បិសាចមនុស្សគឺជាចំណុចខ្សោយរបស់វាដូច្នោះពួកគេក៏មានផែនការដើម្បីវាយប្រហារវាហើយ Maple យើងក៏ចាប់ផ្ដើមបើករូបរាងជាបិសាចរបស់ខ្លួន Canada ជាមួយនឹងស្លាមរបស់ខ្លួនក៏បានប្រើស្គីដើម្បីឲ្យ Maple បំបែកភាគជាច្រើននៅមេនេះមានរាប់សព Maple នៅក្រោមដីបានទៅដល់ខំដើម្បីធ្វើឲ្យសត្វនោះធ្លាក់ឈាមចុះ Canada ជាមួយនឹងបង Isaac ឈរខាងក្រៅប្រើអស់អវ៉ាន់របស់ខ្លួនដើម្បី cover ឲ្យអ្នក carry team ទាំងអស់ក្រុមរបស់ Maple ពិតជាខ្លាំងណាស់មិនតែប៉ុណ្ណោះពួកគេនៅចាក់សហការគ្នាយ៉ាងល្អទៀតនៅពេលដែលបិសាចនោះទៅក្រុមរបស់ Maple វាយឡើងសោយឈាមវាបង្រួននឹងហោះទៅកន្លែងណាពួរដើម្បីឲ្យឡើងឈាមវិញប៉ុន្តែវាមិនដឹងទេថានៅលើខ្នងរបស់វានៅសល់ Maple ជាមួយនឹង Solly ទៀតដឹងថាស្លាប់របស់វាគឺជាវិធីដែលអាចជួយវារួចផុតបានដូច្នោះ Maple ក៏បានវាយចូលស្លាប់របស់វាធ្វើវាធ្លាក់ចុះដល់ដីនៅខាងក្រោមដីក្រុមទាំងពីរទៀតក៏បានរងចាំជាយូរក្រុមដើរទេជាមួយនឹងក្រុមភ្លើងក៏បានហោះចូលវាយយ៉ាងខ្លាំងនិយាយទៅបិសាចហ្នឹងត្រូវវាយដល់ម៉ែឪមើលលេងស្គាល់ហ្មងបងប្អូន
នៅពេលនេះក្រៅពេលដែលត្រូវអ្នកវាយជាច្រើនមិនតែប៉ុណ្ណោះនៅត្រូវសត្វចិញ្ចឹមខំទៀតដូច្នោះអាសត្វមនុស្សក៏ចាប់ផ្ដើមដកដង្ហើមលឿនហើយឃើញឈាមរបស់បិសាចចេញអស់ដូច្នោះ4 player ដែលខ្លាំងជាងគេនៅពេលបច្ចុប្បន្នក៏ចាប់ផ្ដើមចេញមុខមីជាមួយនឹងបងផេនេបានបើកដំបងពួកគេទាំងពីរនាក់បានប្រាស្រ័យសហការគ្នាធ្វើឲ្យបិសាចនោះធ្លាក់ឈាមជាច្រើនសលីក៏បានឆ្លៀតពេលដាក់ឲ្យវាថែមប្រមាណកំបិតទៀតធ្វើឲ្យវាចុះខ្សោយមែនទែនហើយចុងក្រោយម៉ែផលយើងក៏បានហៅពឹសហ៊ីត្រាចេញមកមិនតែប៉ុណ្ណោះអណ្ដើករបស់នាងក៏បានបាញ់ថែមស្គៀមួយទៀតប៉ុន្តែវាយឪម៉ែវាយហើយអាបិសាចនោះវានៅតែឈរនៅនឹងមិនតែប៉ុណ្ណោះម៉ែផលយើងនៅត្រូវវាវាយប៊ីនឹងស្លាប់ទៀតសលីយើងនៅពេលនេះមិនណាសល់ពេជ្រជាតិចប៉ុន្តែគេនៅខំប្រឹងគប់អាកំប៉ុងឈាមនោះឲ្យទៅម៉ែផលនៅពេលនេះម៉ែផលមានផែនការមួយនៅពេលដែលស្ដាប់ហើយផេនេជាមួយនឹងវាយកព្រមថានឹងជួយឲ្យគេធ្វើឲ្យបានផែនការមួយនឹងនៅពេលដែលអ្នកទាំងអស់គ្នាកំពុងតែវង្វាយដៃរបស់វាអណ្ដើករបស់ម៉ែផលក៏បានបាញ់នាងទៅកាន់អាបិសាចមួយនឹងនៅពេលដែលចិត្តដល់មាត់របស់បិសាចនាងក៏បានក្លាប់ខ្លួនមកវិញប្រាសៀរបស់ខ្លួនបុកទម្លុះឲ្យបិសាចមួយនោះចុងក្រោយពួកគេក៏បានយកឈ្នះទៅលើមេបិសាចចុងក្រោយ event ក៏បានបញ្ចប់ក្នុងការរីករាយរបស់ player ទាំងអស់គ្នាពួកគេនឹងយកមេដៃប្រាស់របស់ខ្លួនទៅដូរយក skill ឬក៏ item សំខាន់ដើម្បីរៀបចំឲ្យជាន់ទី8ចិត្តបើកនៅពេលខាងមុខនេះពួក admin game នៅពេលដែលឃើញថាមេបិសាចដែលខ្លួនខំបង្ការចេញមកត្រូវបានវាយសម្រាប់ចោលពួកគេក៏រៀងអន់ចិត្តបន្តិចដែរប៉ុន្តែនៅពេលនេះពួកគេមិនមានពេលដើម្បីគិតដល់រឿងនោះទេពួកគេត្រូវតែរៀបចំដើម្បីបើកជាន់ទី8ឲ្យលឿនបំផុតហើយចុងក្រោយ season 2 របស់រឿងនេះក៏បានបញ្ចប់ហើយណាបងប្អូនរីឯ season 3 វិញខ្ញុំមិនទាន់មានព័ត៌មានអំពីវានោះទេចាំពេលណាមានរឿងខ្ញុំនឹងធ្វើឲ្យអ្នកទាំងអស់គ្នាមើលណាហើយនៅសល់មិនដល់1ខែទៀតទេខ្ញុំនឹងត្រូវប្រឡងបាត់ដប់ទី12ហើយដូច្នោះការចេញវីដេអូរបស់ខ្ញុំវាដូចជារៀងយឺតយ៉ាវបន្តិចបងប្អូនកុំប្រកាន់ណានៅពេលដែលប្រឡងចប់ខ្ញុំសន្យាថានឹងខំចេញវីដេអូឲ្យច្រើនវិញហើយនៅពេលដែលមើលរឿងហើយកុំភ្លេចចុច like និង subscribe ឲ្យ channel របស់ខ្ញុំផងអរគុណច្រើនឥឡូវគឺបាយបាយ